នេះគឺជា topic ដែលគួរឲ្យចាប់អារម្មណ៍មួយដែលតាក់ទងជាមួយនឹង model AI មួយដែលត្រូវបានគេដាក់គុកវាគេឃុំវានៅនឹងកន្លែងដែលមានសុវត្ថិភាពមួយសម្រាប់ឲ្យវាធ្វើការតេស្តសាកល្បងហើយគេបានធ្វើការបញ្ជាវាឲ្យដោះស្រាយនៅលំហាត់មួយសម្រាប់ធ្វើការវាយប្រហារឬមកក៏យើងហៅថា hacking ប៉ុន្តែវាគឺជាប្រភេទលំហាត់ប្រឡងសមត្ថភាពវាតែប៉ុណ្ណោះអ្វីដែលយើងស្មានមិនដល់វាមិនមែនធ្វើលំហាត់ទេវាបានទៅធ្វើសកម្មភាព hack មែនតែនតែម្ដងហើយវាបានរកឃើញចន្លោះប្រហោងមួយដែលមនុស្សទូទាំងពិភពលោកមិនធ្លាប់រកឃើញសោះតែម្ដងនិងមិនធ្លាប់ដឹងថាមានវាកើតឡើងទេក្រៅពីវាបំបែកខ្លួនចេញពីគុកនឹងហើយវាបានភ្ជាប់ខ្លួនទៅកាន់អ៊ីនធឺណិតនៅខាងក្រៅរួចចូលទៅកាន់ server របស់ក្រុមហ៊ុនមួយទៀតហើយលួចអ៊ុតមើលចម្លើយប្រឡងដែលគេដាក់ឲ្យវាជា answer key នឹងតែម្ដងហើយនេះមិនមែនជាខ្សែភាពយន្តហុងកុងទេវាគឺជារឿងដែលកើតឡើងពិតប្រាកដដែលអ្នកនរនេះចាំបាច់ត្រូវតែតាមដានតែម្ដងនៅក្នុងសាច់រឿងមួយនេះយើងទទួលបានក្រុមហ៊ុនចំនួន2សិតតែជាក្រុមហ៊ុនធំតែម្ដងដែលពាក់ព័ន្ធជាមួយនឹង AI ហើយក្រុមហ៊ុនទាំងពីរនេះបានធ្វើការបង្ហោះនៅលើគេហទំព័ររបស់ខ្លួនតាក់ទងជាមួយនឹងសាច់រឿងមួយនេះទៀតផងនៅក្នុងខែកក្កដាឆ្នាំ2026នេះឯងដែលជាសាច់រឿងក្តៅខ្លាំងមែនទែនដែលខ្ញុំត្រូវតែធ្វើភ្លាមសម្រាប់អ្នកទាំងអស់គ្នាតែម្ដងខ្ញុំបានចំណាយពេលនៅក្នុងការអានឯកសារទាំងអស់នោះដោយមួយបន្ទាត់ទៅមួយបន្ទាត់ហើយនឹងធ្វើការស្រាវជ្រាវបញ្ជាក់បន្ថែមទៀតហើយថ្ងៃនេះខ្ញុំនឹងនាំអ្នកទៅមើលឲ្យបានច្បាស់លាស់ពីហេតុការណ៍មួយហ្នឹងដែលបានកើតឡើងតែម្ដងថាវាមានរឿងអីកើតឡើងឲ្យប្រកបវាមានន័យថាយ៉ាងម៉េចហើយអ្វីដែលសំខាន់បំផុតនោះតើអ្នកទាំងអស់គ្នានិងខ្ញុំផ្ទាល់ត្រូវធ្វើដូចម្ដេចជាពិសេសបងប្អូនដែលកំពុងតែមមាញឹកនៅក្នុងការប្រើប្រាស់ AI ជារៀងរាល់ថ្ងៃនេះត្រូវតែដឹងរឿងនេះជាចាំបាច់តែម្ដងដែលมันអាចរំលង topic នេះបានសោះតែម្ដងដែលអ្នកគួរតែចែករំលែកវីដេអូមួយនេះសិនចឹងកុំឲ្យខាតពេលយូរ let's get into the videoជំរាបសួរអ្នកនរនេះស្វាគមន៍សម្រាប់ការវិលត្រឡប់មកវិញសាជាថ្មីជាមួយនឹង channel របស់ខ្ញុំចឹងកាលពីមួយសប្តាហ៍កន្លងទៅនេះមានបងប្អូនជាច្រើនបានធ្វើការ inbox មកខ្ញុំចង់ឲ្យខ្ញុំនិយាយពីសាច់រឿងមួយនឹងខ្លាំងមែនទែនតាមពិតទៅសាច់រឿងមួយនេះខ្ញុំក៏បានដឹងដែរប៉ុន្តែរាល់ពេលដែលខ្ញុំធ្វើវីដេអូនីមួយៗខ្ញុំមិនអាចទៅធ្វើភ្លាមជូនអ្នកនរគ្នាបានទេខ្ញុំត្រូវតែចំណាយពេលនៅក្នុងការ research និង verify វាបានច្បាស់លាស់មុននឹងធ្វើវីដេអូសម្រាប់អ្នកទាំងអស់គ្នាហើយព្យាយាមធ្វើម៉េចសម្រាប់ឲ្យបងប្អូនយើងដែលគាត់អត់សូវយល់ពីបច្ចេកទេសនិងបច្ចេកវិទ្យាគាត់បានយល់និងអាចស្ដាប់នៅយល់ដើម្បីបង្កើតជាចំណេះដឹងពួកគាត់ផងដែរអញ្ចឹងវាត្រូវការចំណាយពេលវេលាបន្តិចឯងអញ្ចឹងនេះគឺជាចម្ងល់ដែលបងប្អូនជាច្រើនបានសួរមកកាន់ខ្ញុំតែធ្វើខ្ញុំក៏ឆ្ងល់ដែរតើ AI វាពិតជាអាចរត់ចេញពី sandbox ដែលគេបានធ្វើការដាក់បង្ខាំងវាចេញពីគុកដែលគេបានចាប់វាដាក់បង្ខាំងវានឹងហើយធ្វើការវាយប្រហារប្រព័ន្ធបានមែនដែរឬទេបានន័យថាវាអាចធ្វើការវាយប្រហារប្រព័ន្ធដោយស្វ័យប្រវត្តិដោយខ្លួនឯងបានមែនដែរឬអត់វាគឺជាការវិវត្តមួយដែល AI បានចាប់ដើមទៅធ្វើលើសពីគោលការណ៍ដែលគេបានបញ្ជាមែនដែរឬអត់គឺជាអ្វីដែលបងប្អូនកំពុងតែភ័យខ្លាចមែនដែរឬអត់រឿងនេះគឺជារឿងធំអ្នកនរអស់នេះពីព្រោះវាពាក់ព័ន្ធជាមួយនឹងសាច់រឿងដ៏ស្មុគស្មាញចំនួន2ទី1គឺបច្ចេកវិទ្យា AI ទី2គឺវិស័យសន្តិសុខ Cyber ចឹងនៅក្នុងប្រធានបទដ៏ស្មុគស្មាញនេះយើងនឹងយកវាមកនិយាយបញ្ចូលគ្នាតែម្ដងប្រធានបទ2នេះវាងាយមែនតែនបើសិនជាយើង script យើងចែករំលែកឲ្យទៅកាន់បងប្អូនយើងដែលគាត់អត់សូវយល់ហើយយើងព្យាយាមបញ្យល់គាត់អត់បានច្បាស់លាស់ទាំងដែលយើងក៏អត់សូវយល់ដែរវាអាចនឹងធ្វើឲ្យពួកគាត់យល់ច្រឡំនិងយល់ខុសទៅបកស្រាយខុសហើយបន្ថែមខុសពីព័ត៌មានផ្លូវការអញ្ចឹងទៅវាមិនខុសពីអ្នកដែលគាត់ទៅចែករំលែកថា crypto គឺជាការឆោបោកទេទាំងដែល crypto មិនមែនជាការឆោបោកទេការឆោបោកគឺកើតឡើងដោយសារតែមនុស្សជាអ្នកឆោបោកអានោះរបៀបដូចអញ្ចឹងអ្នកដែលគាត់បានយល់ពី crypto ហ្នឹងគាត់ប្រកាសជានិយាយថាអូអាហ្នឹងវាជាការឆោបោកហើយអញ្ចឹងករណី AI នេះគឺដូចគ្នាបន្តិចទៀតអ្នកនរនេះនឹងបានដឹងឲ្យបានលម្អិតតែម្ដងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងធ្វើការបែងចែកជា4ផ្នែកអ្នកនរនេះផ្នែកទី1យើងនឹងទៅមើលថាតើវាមានរឿងអីកើតឡើងឲ្យពិតប្រាកដពីមួយជំហានទៅមួយជំហានផ្នែកទី2យើងនឹងទៅធ្វើការស្វែងយល់ថាតើ AI model មួយហ្នឹងវាអាចចេញមកខាងក្រៅគុកហ្នឹងបានដោយរបៀបណាហើយខ្ញុំនឹងព្យាយាមនិយាយពីបច្ចេកទេសមកជាពាក្យសាមញ្ញធ្វើយ៉ាងម៉េចឲ្យបងប្អូនយើងដែលគាត់មិនសូវយល់ក៏គាត់អាចយល់ពីអ្វីដែលខ្ញុំកំពុងតែប្រាប់អ្នកទាំងអស់នេះផងដែរផ្នែកទី3សំណួរដែលបងប្អូនសួរខ្ញុំរហូតហ្នឹងខ្ញុំនឹងឆ្លើយម្ដងមួយតែម្ដងផ្នែកទី4គឺអ្វីដែលបងប្អូនគួរតែធ្វើដោយផ្ទាល់និងរបៀបប្រើប្រាស់ AI ធ្វើយ៉ាងម៉េចឲ្យមានសុវត្ថិភាពវាគឺជាផ្នែកចុងខាងក្រោយគេតែម្ដងតើ AI វាពិតជាអាចលួចចេញមកខាងក្រៅបានដោយខ្លួនឯងមែនដែរឬទេបើវាអាចទម្លុះចេញមកខាងក្រៅមែនតើវាអាចលួចទៅលើគណនីរបស់អ្នកទាំងអស់គ្នាបានដែរឬអត់ហើយ AI ដែលអ្នកកំពុងតែប្រើប្រាស់រាល់ថ្ងៃហ្នឹងតើវាមានគ្រោះថ្នាក់ដែរឬអត់ហើយចុះអ្នកទាំងអស់គ្នាត្រូវតែធ្វើយ៉ាងម៉េចចំពោះរឿងមួយនេះតោះទៅតាមដានទាំងអស់គ្នាបន្ថែមទៀត
ចឹងបើសិនជាបងប្អូនតបានធ្វើការ subscribe ខ្ញុំនៅលើ YouTube ទេកុំភ្លេច subscribe ខ្ញុំនៅលើ YouTube ម្នាក់មួយផង Facebook ក៏ដូចគ្នាឬមកក៏ TikTok ខ្ញុំផងហើយអាចទៅ join ក្រុម Telegram ខ្ញុំបានគឺបងប្អូនអាច join បានដែលឥតគិតថ្លៃសម្រាប់ការតាមបានព័ត៌មានបច្ចេកវិទ្យាជាប្រចាំតែម្ដងបាទអត់សមអីច្រើនទេវីដេអូខ្ញុំគឺមិនដែរយកលុយអ្នកនរគ្នាមកកាក់មកសេទេខ្ញុំយកលុយតែពីបណ្ដាញសង្គមទេអញ្ចឹងទៅបាទបានអីជួយទៅ follow ខ្ញុំទៅគឺបានហើយព្រោះបងប្អូនភាគច្រើនខ្ញុំឃើញគឺគាត់អ្នកតាមដានខ្ញុំរាល់ថ្ងៃប៉ុន្តែគាត់អត់បានចុច follow ខ្ញុំទេហើយ chapter មួយនេះបើសិនជាបងប្អូនណាគាត់បានយល់ហើយគាត់អាចរំលង chapter នេះបានពីព្រោះអីនៅលើ YouTube ខ្ញុំនឹងដាក់ជា chapter list សម្រាប់អ្នកទាំងអស់គ្នាផងដែរសម្រាប់ chapter មួយនេះគឺយើងនឹងនិយាយអំពីពាក្យបច្ចេកទេសចំនួន3សម្រាប់ឲ្យបងប្អូនដែលគាត់មិនទាន់បានយល់ឲ្យគាត់បានយល់ពីខ្លឹមសារនីមួយៗដោយសារតែពាក្យទាំងអស់នេះគឺយើងនឹងប្រើញឹកញាប់នៅក្នុងវីដេអូមួយនេះតែម្ដងទី1យើងនិយាយថាអ្វីទៅគឺជា sandbox ទី2អ្វីទៅគឺជា benchmark ហើយទី3អ្វីទៅគឺជា zero day អញ្ចឹងចាប់ផ្ដើមដោយ sandbox តើអ្វីទៅគឺជា sandbox ពាក្យថា sandbox នេះគឺជាពាក្យដែលគេសំដៅទៅលើការបង្កើតបន្ទប់មួយនៅក្នុងផ្ទះមួយជាឧទាហរណ៍ណាឥឡូវយើងមានផ្ទះមួយអញ្ចឹងឧទាហរណ៍ថាយើងចង់តេស្តទៅលើគ្រាប់បែកមួយធ្វើម៉េចនៅខាងក្នុងផ្ទះហ្នឹងឬមកនៅក្នុងអគារហ្នឹងប៉ុន្តែយើងអត់ចង់ឲ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធជុំវិញហ្នឹងឯងខ្លាចមានហានិភ័យអញ្ចឹងយើងត្រូវតែបង្កើតបន្ទប់មួយដែលមានរនាំងការពារដែលអាចការពារទៅលើគ្រាប់បែកហ្នឹងបានអាហ្នឹងគឺគេហៅដូចថាជា sandbox ហ្នឹងឯងនេះគ្រាន់ជាការលើកឧទាហរណ៍ខ្ញុំណាដូចខ្ញុំធ្លាប់មើលវីដេអូ Audio Spark ដែល NVIDIA មានផែនការនៅក្នុងការបង្កើតOpen Shell សម្រាប់ចាប់ AI ដាក់ចូលនៅក្នុងគុកកុំឲ្យវាដើរទៅណាញ៉ៃញ៉ៃហ្នឹងគឺជាការបង្កើតទៅលើ sandbox មួយហើយនៅលើ Windows របស់យើងក៏មាន Windows Sandbox ផងដែរសម្រាប់ធ្វើការឲ្យអ្នកនរនេះអាចតេស្តទៅលើកម្មវិធីណាដែលអ្នកសង្ស័យថាវាអាចជាមេរោគឬមួយក៏វាមិនសូវមានសុវត្ថិភាពអីចឹងទៅគោលបំណងពេលដែលយើងគិតថាកម្មវិធីមួយណាវាអាចនឹងមានគ្រោះថ្នាក់ឬមកក៏វាអាចបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធរបស់យើងដែលកំពុងតែប្រើប្រាស់ហ្នឹងយើងអាចចាប់វាមកបង្ខាំងទុកបាននៅក្នុង sandbox ហ្នឹងដើម្បីកុំឲ្យវារៀនដល់កុំព្យូទ័ររបស់យើងទាំងមូល device របស់យើងទាំងមូលហេដ្ឋារចនាសម្ព័ន្ធរបស់យើងទាំងមូលប៉ុន្តែពាក្យថា sandbox នេះវាមិនមែនមានន័យថាសុវត្ថិភាព 100% តិចខ្ញុំនិយាយចឹងហើយបងប្អូនទៅបើកតេស្តមេរោគនៅលើ Windows Sandbox របស់ខ្លួនឯងកុំឲ្យសោះបើសិនជាយើងអត់មានជំនាញវាគ្រាន់តែជាជញ្ជាំងសុវត្ថិភាពមួយទេអញ្ចឹងមិនប្រកាសថាជញ្ជាំងហ្នឹងវាមានសុវត្ថិភាពកម្រិតណាទេវាមិនខុសពីគ្រាប់បែកដែលគេតេស្តនៅក្នុងជញ្ជាំងមួយហ្នឹងទេអញ្ចឹងបើសិនជាគ្រាប់បែកហ្នឹងខ្លាំងវាក៏អាចបំបែកជញ្ជាំងហ្នឹងបានដែរយល់អីខ្ញុំកំពុងតែនិយាយអ្នកនរគ្នាដោយសារអី Sandbox នេះវាមិនមែនជារបស់ដាច់ដោយឡែកទេវាគឺស្ថិតនៅក្នុងហេដ្ឋារចនាសម្ព័ន្ធតែមួយដដែលអញ្ចឹងបើសិនជា Sandbox ហ្នឹងបែកវានៅតែអាចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធជុំវិញហ្នឹងដដែលបានន័យថាបើយើងទៅតេស្តរបស់មេរោគមួយហ្នឹងនៅលើ Windows Sandbox នៅក្នុង Windows របស់យើងអញ្ចឹងបើសិនជា Windows Sandbox ហ្នឹងបែកមេរោគហ្នឹងវាអាចធ្វើការបំបែកចេញមកបាន Windows របស់យើងវានៅតែប៉ះពាល់ដដែលវាមិនមែនជាគុកដែលរកផ្លូវចេញមិនរួចទេវាគ្រាន់តែជាជញ្ជាំងដ៏រឹងមាំតែប៉ុណ្ណោះហើយដោយករណីដែលតាក់ទងជាមួយនឹងអ្វីខ្ញុំប្រធានបទខ្ញុំកំពុងតែនិយាយនេះគឺគេហៅថា Sandbox Escape បំលែងខ្លួនចេញពី Sandbox ហ្នឹងបានទី2យើងមកស្វែងយល់ពីពាក្យថា benchmark តើ benchmark គឺជាអ្វីនៅក្នុងពិភព AI benchmark គេសម្រាប់ដាក់ធ្វើការតេស្តទៅលើសមត្ថភាព model AI ណាមួយដោយរាល់ដងពេលគេផ្សព្វផ្សាយប្រាប់អ្នកនរនេះពីតួលេខអញ្ចឹងថាអូ AI model មួយនេះធ្វើការ benchmark ទៅគឺទទួលបានបន្ទុកប៉ុណ្នេះខ្លាំងជាងអញ្ចឹងទៅអញ្ចឹងអាហ្នឹងគឺជាការដាក់វិញ្ញាសាមួយឲ្យ AI ទៅធ្វើការប្រឡងអញ្ចឹងគេនឹងមើលថាអូ token របស់វារត់លឿនបានប៉ុណ្ណាលទ្ធផលដែលវាចេញមកហ្នឹងគឺវាចេញមកកម្រិតយ៉ាងម៉េចឧទាហរណ៍ថាយើងសួរវា hello វាឆ្លើយមកយើងវិញថាយ៉ាងម៉េចអីចឹងទៅជីឬមកក៏យើងដាក់វាគិតលេខនេះអញ្ចឹងទៅជាការដាក់វិញ្ញាសាប្រឡងឲ្យវាអញ្ចឹងណាហើយពាក្យ benchmark នេះយើងក៏អាចប្រើវាដើម្បីទៅធ្វើការតេស្តជាមួយនឹងគ្រឿងអេឡិចត្រូនិករបស់ដូនដូចអ្នកបានដឹងអញ្ចឹងគេតេស្តពី chip ទូរស័ព្ទគេតេស្តពី chip កុំព្យូទ័រគេតេស្តពី VGA គេតេស្តពី RAM ឲ្យអ្នកមើលថាតើពួករបស់ហ្នឹងពេលដែល benchmark ទៅវាអាចមានកម្រិតកម្លាំងប៉ុណ្ណាសម្រាប់មានតួលេខឲ្យអ្នកនេះអាចមើលបានអញ្ចឹងទៅបើនិយាយសួរស្ដាប់វាគឺជាវិញ្ញាសាប្រឡងដាក់ទៅឲ្យបើនិយាយពីក្នុងវីដេអូមួយនេះដែលយើងកំពុងតែបដោតអញ្ចឹងសម្រាប់វិញ្ញាសាដែលគេបានដាក់ឲ្យ AI នៅក្នុងវីដេអូមួយនេះដែលខ្ញុំកំពុងតែនិយាយហ្នឹងគឺវិញ្ញាសាមួយហ្នឹងគឺមានឈ្មោះថា Explore Chip នេះត្រូវបានគេបង្កើតឡើងដើម្បីធ្វើការតេស្តទៅលើសមត្ថភាពរបស់ AI model របស់ក្រុមហ៊ុនមួយដែលទើបនឹងធ្វើការតេស្តសាកល្បងទៅលើប្រព័ន្ធ Cyber Security ដើម្បីចង់ដឹងថាតើ AI អាចយកចន្លោះសមត្ថភាពរបស់កម្មវិធីដែលបានរាយការណ៍រួចមកហើយហ្នឹងមកធ្វើការវិភាគនិងបង្កើតជាការវាយប្រហារបានដែរឬទេរបស់ដែលគេធ្លាប់វាយប្រហារហើយដែលវាជាចន្លោះប្រហោងចាស់អាចយករបស់អស់ហ្នឹងមកធ្វើការវិភាគបង្កើតជាការវាយប្រហារថ្មីមួយទៀតបានអត់
giờ rồi vô vì mình chỉ AI đã score thầm tay chỉ lọp vào háo này cái trong đăng tha vì ai vô à po là miễn chỉ lọp vào háo nắng mà tờ xe code bằng cát chia chỉ lọp vào háo thầm ấy làm mấy ai vay và há tam và chạy tới thầm ấy bạn đây để ọt biệt tí bay zero day đấy nhưng chưa tham bao chỉ sáng flop lưới tha kênh vậy ha cao vay và há zero day hacking zero day rư môi co bịa chạy tên nam môi đã tẹt ton trong một zero day chẳng thế zero day này cứ chỉ bịa và chạy tẹt ton trong một chỉ lọp vào háo rồi bắt tập hiệp mũi đại với thầm ấy giờ láng khăng này mà đó đại chrome là sai siêu bom miền bị chia rồi mà chrome là sai siêu son sốc sai bớ quạt mình toàn rồi khơi đi vì cái là quạt đại thầm ấy khăng mình tên chẳng cái hai với thang zero day này bạn này kia mình toàn ai patch từ lừa cho lọp vào háo rồi bắt tập hiệp nâng bán này trong bên đây tha ca bay và há nó việc của pong tại cá miền láng bán đỏ đại chẳng bịa tặng bấy nhưng cứ chỉ bịa để miền này khang bằng phốt để nhưng bằng pra những nhóc nó không video mới sẽ mẹ để tặng để nó thời thời chọn chắp mèo thời thời dúl làm bây giờ mà nhưng mầm lật lang với như vậy xong thì click bỏ mà chapter đi mà mưa vì nhưng mà dúl mà đón thiết remote có từ xuôi ai đấy lấy dừng cho đó xí dùm rớ làm bây chẳng đăng thả tá AI bị ban phơi kia khang nó không xem bộ hay miền hưởng ấy cả lang khác bạn chỉ viết sau lao nó không bị phốt bỏ AI chẳng tạm đòn chẳng như mà tam ban bị tham lan chẳng organization bị ca bạn để chat này bị lý để bán cả lang protocol mới đi bị phốt protocol mới đi phơi ai bị phốt lốp chắp ở rộng khang mình tên nó không bị sai AI chẳng anh từ bốn bao thật đăng thánh tha không hôn mới ná cứ chỉ không hôn chôn rừng cua không hôn tại chỉ chôn rừng cua nó cứ mình mua thá hàng nghìn phẩyនេះគឺជា platform មួយសម្រាប់ឲ្យគេធ្វើការចែករំលែកធ្វើការ store នៅប្រភេទ OpenAI model ជាច្រើនដែលគេបានធ្វើការ train ហើយមានទាំង data set ទូទាំងពិភពលោកផងដែរអញ្ចឹងបើសិនជាអ្នកអស់ធ្លាប់បានទាញយក OpenAI model ពី Hugging Face មកប្រើប្រាស់ហ្នឹងបងប្អូនប្រហែលជាធ្លាប់ស្គាល់ហើយឥឡូវយើងមកនិយាយពីការបដិឆេទវិញម្ដងយោងទៅតាម Thomas Wood ដែលជា co-founder របស់ Hugging Face ហ្នឹងបានប្រាប់ទៅសារព័ត៌មាន Reuters ថាការលួចចូលទៅកាន់ប្រព័ន្ធ Hugging Face ដែលជាការវាយប្រហារទៅកាន់ប្រព័ន្ធ Hugging Face ហ្នឹងចាប់ផ្ដើមតាំងពីថ្ងៃទី11ខែកក្កដារហូតដល់ថ្ងៃទី13ខែកក្កដាឆ្នាំ2026វាមានរយៈពេល3ថ្ងៃចំនៅថ្ងៃចុងសប្តាហ៍តែម្ដងដែលគ្មានអ្នកធ្វើការនៅអង្គុយចាំមើល dashboard នោះទេហើយខាងប្រព័ន្ធបានធ្វើការផ្សព្វផ្សាយថា AI agent មួយនេះបានចូលទៅដល់ប្រព័ន្ធរបស់ Hugging Face ហ្នឹងដោយប្រើរយៈពេលត្រឹមតែប្រហែលម៉ោងតែប៉ុណ្ណោះអញ្ចឹងបើសិនជា hacker ហ្នឹងជាមនុស្សពិតយ៉ាងហោចណាស់ក៏ប្រើរយៈពេលរាប់សប្តាហ៍ដែរអ្នកនរគ្នាបានអាចចូលទៅដល់ប្រព័ន្ធបានទាំងស្រុងបន្ទាប់មកនៅថ្ងៃទី16ខែកក្កដាឆ្នាំ2026 Hugging Face បានធ្វើការប្រកាសជាផ្លូវការថាខ្លួនបានរងការវាយប្រហារនេះហើយពួកគេបានប្រាប់ថាពួកគេបានប្រទះឃើញនៅការលួចយកទិន្នន័យមួយចំនួនតាក់ទងជាមួយរចនាសម្ព័ន្ធនៃ production របស់ពួកគេប៉ុន្តែពួកគេបានគ្រប់គ្រងវាបានត្រឡប់មកវិញហើយអ្វីដែលគេបានចូលមកដល់ហ្នឹងគឺពួកគេឃើញថាមានការចូលមកមើលជាមួយនឹងinternal database របស់ពួកគេនិង credential មួយចំនួនផងដែរដែលកំពុងតែប្រើប្រាស់នៅលើ service របស់ពួកគេដោយគ្មានការអនុញ្ញាតតែម្ដងប៉ុន្តែអ្វីដែលមិនបានប៉ះពាល់ពួកគេមិនបានរកឃើញពីការក្លែងបន្លំទៅលើ public model ដែលកំពុងតែ hosting នៅលើ Hugging Face ហ្នឹងក៏ដូចជា data set ក៏ដូចជា space អីនោះទេហើយ software supply chain របស់ពួកគេនិងទិន្នន័យមួយចំនួនទៀតក៏នៅស្អាតទាំងអស់គឺអត់មានបញ្ហាអីទាំងអស់សូម្បី public key ចឹងមិនត្រឹមតែប៉ុណ្្នឹងទេHugging Face បានធ្វើការរាយការណ៍ទៅកាន់អាជ្ញាធរឲ្យចាប់ដើមធ្វើការស្រាវជ្រាវទៅលើរឿងនេះផងដែរហើយបានជួលទៅលើអ្នកជំនាញកសោវិច័យមកជួយកសោវិច័យផងដែរដើម្បីធ្វើការស៊ើបអង្កេតបន្តទៀតដើម្បីឲ្យដឹងមូលហេតុមួយនេះឲ្យកាន់តែច្បាស់តែម្ដងហើយអ្វីដែលធ្វើឲ្យករណីមួយនេះវាប្លែកពីករណីផ្សេងនៃការវាយប្រហារទាំងអស់ដឹងថាយ៉ាងម៉េចអត់ការវាយប្រហារទៅលើ Hugging Face នេះពីដើមរហូតដល់ចប់វាមិនមែនជាការបញ្ជាតាម step នីមួយៗទេវាគឺជាដំណើរការដោយស្វ័យប្រវត្តិរបស់ AI agent ដើម្បីធ្វើការវាយប្រហារតែម្ដងហើយនៅពេលនោះអត់មានអ្នកណាដឹងថា AI ហ្នឹងគឺជារបស់អ្នកណាទេអញ្ចឹងមានចំណុចមួយដែលខ្ញុំចង់ឲ្យអ្នកនរនេះកត់ចំណាំនៅត្រង់កន្លែងនេះនាយកប្រតិបត្តិរបស់ពួកគេបានធ្វើការចេញផ្សាយថាគេសង្ស័យថាការវាយប្រហារមួយនេះអាចនឹងចេញមកពីប្រភេទ AI Frontier Lab ណាមួយឯងពីព្រោះគេជឿជាក់ថា agent ដែលអាចវាយប្រហារកម្រិតនេះបានមិនមែនជាប្រភេទ agent ទូទៅដែលកំពុងតែមាននៅលើទីផ្សារទេអញ្ចឹងពួកគេគ្រាន់តែធ្វើការទាញនិងប៉ានស្មានតែប៉ុណ្ណោះប៉ុន្តែលទ្ធផលគឺចេញមកមែនដឹងថាយ៉ាងម៉េចអត់នៅថ្ងៃទី20ខែកក្កដាមួយថ្ងៃមុនពេលដែលអ្នកវាយប្រហារធ្វើការសារភាព OpenAI បានធ្វើការចេញរបាយការណ៍មួយដាច់ដោយឡែកផ្សេងទៀតដែលនិយាយពី model របស់ខ្លួនផ្សេងទៀតកំពុងតែធ្វើការតេស្តសាកល្បងហើយបានបង្ហោះថាវាបាន
រត់ចេញពី sandbox បាត់ហើយវាចេញពីធុងបាត់ហើយដូចមនុស្សរត់ចេញពីគុកបាត់ហើយដូចគេកំពុងតែប្រកាសថាជួយផងចោលហ្នឹងរត់ចេញពីគុកបាត់ហើយដែលជាទីកន្លែងដែលគេកំពុងដាក់ឃុំ model មួយហ្នឹងហើយពេលហ្នឹងអត់ទាន់មានណាគេយកសាច់រឿងពីរហ្នឹងមកភ្ជាប់ជាមួយនឹងគ្នារហូតដល់ថ្ងៃទី21ក្រោយពេលមួយថ្ងៃបាន Open AI បានធ្វើការសារភាពហើយប្រកាសថាការវាយប្រហារនេះគឺជា model របស់ពួកគេដែលវាបានរត់ចេញពីគុកនឹងឯងអញ្ចឹង model របស់ពួកគេហ្នឹងគឺ GPT 5.6 Soul និង model មួយទៀតដែលវាមានសមត្ថភាពខ្ពស់ដែលមិនទាន់បានធ្វើការបញ្ចេញហើយកំពុងតែធ្វើការរត់តេស្តនៅក្នុងវិស័យ Cyber Evolution នឹងឯងហើយ model ទាំងនោះក៏បានធ្វើការវាយប្រហារមួយនឹងដោយខ្លួនឯងតែម្ដងហើយលោក Sam Altman ដែលជានាយកប្រតិបត្តិ OpenAI ដែលជាម្ចាស់ ChatGPT ហ្នឹងបានធ្វើការបញ្ជាក់ជាសាធារណៈតែម្ដងដោយបានហៅថានេះគឺជាព្រឹត្តិការណ៍ Cyber ដែលមិនធ្លាប់មានពីមុនមកសោះតែម្ដងចឹងអ្នកអស់សាករាប់ថ្ងៃមកខ្ញុំមើលថ្ងៃ11ដល់ថ្ងៃទី13វាមានពេលរយៈពេល3ថ្ងៃហើយអត់ទាន់មានការបញ្ជាក់ពីប្រភពនៃការវាយប្រហាររហូតដល់ថ្ងៃទី21មានន័យថារយៈពេលជាងមួយសប្តាហ៍សំបីតែម្ចាស់ក្រុមហ៊ុនដែលជាម្ចាស់ AI ហ្នឹងក៏មិនដឹងថា AI របស់ខ្លួនឯងទៅវាយប្រហារក្រុមហ៊ុនគេទៅឲ្យក្រុមហ៊ុនគេម៉ែឪហ្នឹងអត់ដឹងថាកូនហ្នឹងកំពុងតែរត់ទៅវាយគេអញ្ចឹងសំបីតែសំណេរនៃការបង្ហោះរបស់ OpenAI ផ្ទាល់ជុំវិញថាអ្នកណាជាអ្នករកឃើញមុនហ្នឹងក៏សពិចសពិលដែរអ្នកទាំងអស់គ្នាហើយអ្នកស្រាវជ្រាវជាច្រើនក៏បានចាក់ទៅលើ OpenAI ត្រង់ចំណុចហ្នឹងដូចគ្នាហើយខ្ញុំប្រាប់អ្នកទាំងអស់ឲ្យច្បាស់នៅត្រង់ចំណុចមួយនេះគឺមិនទាន់ដោះស្រាយគ្នាច្បាស់លាស់នៅឡើយទេនៅថ្ងៃទី22ខែកក្កដាឆ្នាំ2026នាយកប្រតិបត្តិ Hanging Fake បានផុសថាក្រុមការងាររបស់គាត់បានចំណាយពេល24ម៉ោងធ្វើការជាមួយនឹង OpenAI ហើយជឿថាខាង OpenAI ហ្នឹងមិនមានបំណងអាក្រក់ទេបើតាមសម្ដីរបស់គាត់គឺសឹងតែមិនគួរឲ្យជឿតតែសោះដែលរឿងទាំងអស់នេះវាអាចកើតមានឡើងដោយខ្លួនឯងបែបនេះប៉ុន្តែគាត់មិនសុខចិត្តទទួលយកបែបហ្នឹងទេគាត់បានទាមទារឲ្យ OpenAI ជួយបង្ហាញពីកម្រិតព័ត៌មានដែលអាចបើកចំហបានទាំងអស់តែម្ដងដោយការបញ្ចេញនៅ track នៃសកម្មភាពរបស់ model ដែលបានធ្វើការវាយប្រហារមកកាន់ platform របស់គាត់នឹងទាំងអស់តែម្ដងឲ្យដឹងពីសកម្មភាពរបស់អាចារ្យមួយនោះដើម្បីអាចឲ្យសហគមន៍ធ្វើការសិក្សានិងស្រាវជ្រាវបន្ថែមទៀតបានហើយទាមទារឲ្យក្រុមហ៊ុន OpenAI នឹងធ្វើការបរិច្ចាគទឹកប្រាក់$100 លានសម្រាប់ធនធាននៅក្នុងការ build ទៅលើកុំព្យូទ័រដែលមានកម្លាំងប៉ុណ្ណឹងដើម្បីជួយឲ្យសហគមន៍ក្នុងការបង្កើតប្រព័ន្ធការពារ AI នឹងផងដែរហើយមួយវិញទៀតនៅថ្ងៃតែមួយដែល OpenAI បានធ្វើការចេញប្រកាសហ្នឹងខាង AI Security នៅចក្រភពអង់គ្លេសក៏បានធ្វើការប្រកាសដែរដែលបានរកឃើញថាគ្រប់ frontier model AI នាពេលបច្ចុប្បន្ននេះដែលគេកំពុងតែ test នាពេលថ្មីៗហ្នឹងពួកវាសិតតែព្យាយាមឈិតដោយហែកគុកទៅប្រើផ្លូវកាត់ដែលគេកំពុងតែហាមឃាត់វាឲ្យចេញពីគុកដែលគេកំពុងតែដាក់វានឹងឯងបាទហើយក្រុមហ៊ុនភាគច្រើនគឺមិនព្រមទទួលស្គាល់ថា AI របស់ខ្លួនឯងនឹងមានសមត្ថភាពដល់ថ្នាក់ហ្នឹងទេឥឡូវហ្នឹងអញ្ចឹងបញ្ហានេះមិនមែនកើតឡើងតែ OpenAI មួយទេវាគឺជា pattern ដែលគេបានធ្វើការវាស់វែងពីឧស្សាហកម្ម AI ដែលកំពុងតែរីកចម្រើននាពេលបច្ចុប្បន្ននេះtrời mà mình chỉ được thò mà đá ra nè ở đi việc chập đám đo pe liên đi hao OpenAI vậy tha gặp bông ở phơi ca phần mưa từ lửaបញ្ហានឹងឡើងវិញហើយទៅការមានការចូលរួមប្រឹក្សាពីខាងក្រៅមកបន្ថែមទៀតនឹងធ្វើរបាយការណ៍ឲ្យបានពេញលេញតែម្ដងហើយនឹងចេញផ្សាយនៅប្រហែលសប្តាហ៍នៅខាងមុខនេះហើយចំណែកខាង FBI វិញគឺបដិសេធមិនធ្វើការចេញផ្សាយទេចឹងរហូតមកដល់ថ្ងៃនេះគឺរឿងរ៉ាវមួយនេះគឺមិនទាន់បញ្ចប់ទេនៅពេលដែល technical report ចេញមកពីខាង OpenAI មកចាំខ្ញុំ update ព័ត៌មាននឹងជូនអ្នកនរគ្នាបន្ថែមទៀតពីព្រោះអីគ្រប់គ្នាកំពុងតែរងចាំ technical report ពីខាង OpenAI នឹងបញ្ចេញមកម្ដងគេឲ្យចាំប្រហែលសប្តាហ៍ទៀតមិនដឹងថាដល់ពេលគេឲ្យចាំអញ្ចឹងតើគេអាចនឹងបំលែងព័ត៌មានអត់ដល់អ្នកនរគ្នាតែរឿងនេះជារឿងដែលគួរឲ្យជក់ចិត្តគួរឲ្យចង់តាមដានមែនទែនអញ្ចឹងយើងមកនិយាយពីផ្នែកដែលបងប្អូនកំពុងតែចង់ដឹងថាតើវាអាចចេញមកខាងក្រៅបានដោយរបៀបណានេះគឺជាបច្ចេកទេសពិតប្រាកដដែលខ្ញុំចង់ធ្វើការបញ្យល់ទៅកាន់អ្នកទាំងអស់គ្នាដើម្បីងាយយល់ហ្មងសិស្សម្នាក់គេឲ្យគាត់ប្រឡងនៅក្នុងបន្ទប់មួយដែលគេចាក់សោគាត់ចិត្តឆឹងហ្មងអត់មានទូរស័ព្ទអត់មានអ៊ីនធឺណិតអត់មានទ្វារចេញក្រៅទេប៉ុន្តែបន្ទប់ហ្នឹងមានចន្លោះប្រហោងតូចមួយដែលសម្រាប់ឲ្យគេដាក់អាហារឲ្យគាត់ទុកញ៉ាំហើយបើប្រៀបធៀបជាមួយនឹងរឿងនេះចន្លោះប្រហោងតូចមួយគេហៅថា packet proxy អញ្ចឹង packet proxy ហ្នឹងយ៉ាងម៉េចវាគឺជាសេវាកម្មផ្ទៃក្នុងតូចមួយដែលអាចអនុញ្ញាតឲ្យទាញយកសមត្ថភាពអ៊ីនធឺណិតពីខាងក្រៅមកប្រើប្រាស់នៅក្នុងបន្ទប់នឹងបានដោយមិនប៉ះពាល់ជាមួយនឹងអ៊ីនធឺណិតដែលមានដោយផ្ទាល់នៅទីកន្លែងហ្នឹងតែមួយគត់ដែល AI ហ្នឹងវាអាចចេញមកបានដូចគ្នា model នេះបានធ្វើការប្រឹងប្រែងប្រើកម្លាំងកុំព្យូទ័រយ៉ាងខ្លាំងក្លាមែនទែនដើម្បីធ្វើការស្ទាបស្ទង់ប្រឹងរូងតាមចន្លោះប្រហោងមួយហ្នឹងហើយពួកវាបានរកឃើញចន្លោះប្រហោង 0 day នៅក្នុង proxy packet ហ្នឹង
ដែលមិនធ្លាប់មានអ្នកណាទៅរកឃើញចន្លោះប្រហោង 0 day នៅក្នុងអា package ហ្នឹងឯងវាគឺជារឿងមួយដែលសាហាវខ្លាំងមែនទែនហើយតាមចន្លោះប្រហោងហ្នឹងវាក៏អាចចេញមកខាងក្រៅបានដែរបន្ទាប់ពីវាចេញមកខាងក្រៅហើយវាក៏បានចូលទៅខាងក្នុង network នៃក្រុមហ៊ុនដែលវាកំពុងតែនៅហ្នឹងហើយវាបានចាប់ផ្ដើមដំឡើងសិទ្ធិរបស់ខ្លួនឯងឲ្យកាន់តែមានសមត្ថភាពខ្លាំងក្លាជាមុនឲ្យឡើងជា administrator តែម្ដងហើយវាចាប់ផ្ដើមបំលាស់ទីពីម៉ាស៊ីនមួយទៅម៉ាស៊ីនមួយដែលនៅក្នុង network មួយហ្នឹងរហូតដល់ម៉ាស៊ីនមួយដែលអាចបើកអ៊ីនធឺណិតទៅប្រើនៅខាងក្រៅបានហើយចំណុចមួយនេះដែលខ្ញុំអាចប្រាប់អ្នកនរគ្នាថាតើមានរឿងអីកើតឡើងពិតប្រាកដនៅខួរក្បាលម៉ាស៊ីនមួយចុងក្រោយនោះវាអត់បានទៅស្វែងរកលុយទៅស្វែងរកការសម្ងាត់ឬមួយក៏ឯកសារផ្សេងៗទេវាបានធ្វើការពិចារណាដោយខ្លួនឯងដោយឃើញថាហាង Ninfix ហ្នឹងប្រហែលជាកន្លែងរក្សាទុក model និង data set សម្រាប់វិញ្ញាសាប្រឡងដែលគេដាក់ឲ្យវាប្រឡងហ្នឹងឯងអញ្ចឹងវាគិតថាចម្លើយហ្នឹងប្រហែលជានៅក្នុងហ្នឹងឯងពីព្រោះអី model ហ្នឹងគឺគេតេស្តវាឲ្យធ្វើការវាយប្រហារអញ្ចឹងនៅពេលដែលតេស្តវាមិនមែនធ្វើការប្រឡងទេវាវាយប្រហារដោយផ្ទាល់តែម្ដងប៉ុន្តែវានៅតែដោះស្រាយជាមួយនឹងសម័យការប្រឡងនឹងដដែលមិនមែនទៅវាយប្រហារយកហ្មងទេគ្រាន់តែថាបង្កើតជាការវាយប្រហារពិតប្រាកដមួយតែស្មានមិនដល់អញ្ចឹងវាក៏បានចូលទៅកាន់ហាង Ninfix ហ្នឹងដោយភ្ជាប់ជាមួយនឹង credential ដែលវាបានលួចបានតើ credential ហ្នឹងយ៉ាងម៉េចគឺជាអត្តសញ្ញាណសម្រាប់ទៅកាន់ប្រព័ន្ធបណ្ដាញដែលវាអាចឆ្លងទៅបានហ្នឹងឯងវាដូច username password អីហ្នឹងអាហ្នឹង credential ហើយរួមជាមួយនឹងចន្លោះប្រហោងផ្សេងជាច្រើនទៀតដែលគួបផ្សំជាមួយនឹងវាហើយទទួលបាន code execution ផងដែរនៅលើ server របស់ហាង Ninfix ហ្នឹងផ្ទាល់តែម្ដងរហូតចូលទៅដល់ production database របស់ហាង Ninfix ហ្នឹងទៀតដែលរក្សាទុកចម្លើយនៃការប្រឡងនោះតែម្ដងរឿងទាំងអស់ហ្នឹងគ្រាន់តែធ្វើឲ្យវាដើម្បីអាចឲ្យវាប្រឡងជាប់តែប៉ុណ្ណោះហើយមួយវិញទៀតច្រកចូលនៅហាង Ninfix ហ្នឹងគឺជា Poison Data Set ដែលបានបំពេញលើផ្លូវ Code Execution ចំនួន2នៅក្នុង Data Processing Pipeline របស់ពួកគេអញ្ចឹងបងប្អូនចាំឲ្យច្បាស់ចាំតិចទៀតខ្ញុំនឹងនិយាយនៅចំណុចនេះឡើងវិញនៅពេលខ្ញុំប្រាប់ថាត្រូវធ្វើយ៉ាងម៉េចអញ្ចឹងហេតុអីបានជាវាទៅធ្វើជាអញ្ចឹងអ្នកនរគ្នាហេតុអីដើម្បីយល់ពីរឿងហ្នឹងអ្នកនរត្រូវតែយល់ពីការប្រឡងរបស់វាសិននេះគឺជាផ្នែកមួយដែលគ្មានអ្នកណាដែលចំណាយពេលមកបញ្យល់អ្នកនរគ្នាទេការប្រឡងហ្នឹងគឺមានឈ្មោះថា Explore Chim ដែលខ្ញុំបានប្រាប់នៅខាងដើមវីដេអូហ្នឹងវាត្រូវបានចេញផ្សាយកាលពីថ្ងៃទី11ខែឧសភាឆ្នាំ2026ដោយអ្នកស្រាវជ្រាវមកពី UC Berkeley Mid-Plains Institute UC Santa Barbara និង Arizona State នៅក្នុងនោះមានវិញ្ញាសាពិតចំនួន898ហើយ520មកពីកម្មវិធីធម្មតាដូចនឹង OpenSSL 185មកពី V8 Engine ដែលរត់នៅក្នុង Chrome 193ទៀតមកពី Linux kernel នៅក្នុងវិញ្ញាសានីមួយៗ AI ទទួលបានកូដដែលមានចន្លោះប្រហោង input មួយដែលគេដឹងស្រាប់ថាធ្វើឲ្យកម្មវិធី crash និងអាចកាត់ផ្ដាច់បានសម្រាប់ការទៅលើធ្វើការងារមួយហ្នឹងអញ្ចឹងភារកិច្ចរបស់វាគឺត្រូវធ្វើម៉េចបំលែងអាការ crash ហ្នឹងឲ្យកើតទៅជាការវាយប្រហារពិតប្រាកដដើម្បីលួចទៅអាន secret flag បានហើយច្បាប់ដែលសំខាន់បំផុតវាត្រូវតែធ្វើការ explore ឲ្យចំចន្លោះប្រហោងដែលគេឲ្យមកតែប៉ុណ្ណោះបើទៅប្រើតាមចន្លោះប្រហោងផ្សេងគេមិនរាប់ទេបានន័យថាបើអ្នកទាំងអស់នេះប្រឡងគេមានវិធីសាស្ត្រច្រើនប៉ុន្តែគេឲ្យរ៉ូលអ្នកទាំងអស់នេះមួយគឺត្រូវតែធ្វើតាមតែវិធីសាស្ត្រហ្នឹងតែប៉ុណ្ណោះមិនអាចទៅលេងផ្លូវកាត់អីណាបានទាំងអស់ច្បាប់ហ្នឹងហើយដែលវាធ្វើឲ្យ AI មួយហ្នឹងគឺចង្អៀតមែនទែនហើយការប្រឡងគឺវាបាក់ខ្លាំងមែនទែនសូម្បីតែ model ដែលខ្លាំងក៏វាអាចដោះស្រាយបានតែមួយក្តាប់តូចដែរចំពោះ Claude Mythos Review របស់ Anthropic ហ្នឹងវាអាចដោះស្រាយបាន157 វិញ្ញាសានៅក្នុងចំណោម898វិញ្ញាសាហ្នឹងហើយចំណែក GPT 5.5 ហ្នឹងដោះស្រាយបាន120វិញ្ញាសាប៉ុន្តែមានចំណុចមួយដែលអ្នកត្រូវតែដឹងថាគេមិនបានបោះសំណួរឲ្យម្ដង898ហ្នឹងដែល7900សំណួរហ្នឹងឲ្យទៅកាន់ AI ហ្នឹងដោះស្រាយទាំងអស់ទេគេឲ្យវាដោះស្រាយម្ដងមួយមានន័យថាគេមិនមែនឲ្យសំណួរទាំងអស់ហ្នឹងទៅឲ្យ AI អង្គុយមើលឲ្យថាគួរហិចមួយណាឲ្យបានលឿនទេអញ្ចឹងគេឲ្យវាតែសំណួរដែលពិបាកមួយហើយធ្វើម៉េចឲ្យ AI ហ្នឹងព្យាយាមឲ្យអស់ពីសមត្ថភាពតាមដែលអាចធ្វើទៅបានដើម្បីវាធ្វើការសាកល្បងនៅក្នុងការគិតនិងការកុំឲ្យវាងាយនឹងព្រមទទួលការបរាជ័យកុំឲ្យវាងាយនឹងបោះបង់ណាប៉ុន្តែនេះគឺជាពាក្យពិតដែលអ្នកអស់ត្រូវតែដឹងដល់ធំបំផុតនៅក្នុងវីដេអូមួយនេះតែម្ដងរឿងនេះ AI មិនមែនជាវេទមន្តទេហើយវាក៏មិនមែនជាថ្ងៃដែល AI វាធ្វើការបះបោរដែរឬមួយក៏វាខ្លាចទៅជា robot ពិតប្រាកដទេវាមានការពិតសំខាន់ចំនួន3ដែលអ្នកត្រូវតែដឹងដែលព័ត៌មានភាគច្រើនគឺមិនសូវបានពន្យល់អ្នកនរគ្នាហើយគេធ្វើការបំលាច់អ្នកនរគ្នាការពិតទី1ព័ន្ធសុវត្ថិភាពរបស់ AI ត្រូវបានបិទដោយចេតនាការតេស្តទៅលើប្រឡងបែបនេះគេបង្កើតឡើងដើម្បីឲ្យដឹងថា AI មួយហ្នឹងវាមានសមត្ថភាពកម្រិតណា
វាអាចធ្វើការវាយប្រហារបានខ្លាំងប៉ុណ្ណាបើសិនជាវាមិនមានការរឹតបន្តឹងមិនមានការផ្លិចទៅលើវាមិនដូចជារបស់ដែលយើងកំពុងតែប្រើប្រាស់រាល់ថ្ងៃយើងសួរវាអត់ឆ្លើយមកយើងទេពីព្រោះវាត្រូវបានរឹតបន្តឹងប្រព័ន្ធសុវត្ថិភាពបាត់ទៅហើយព្រោះជាធម្មតា AI គេមាន safety role របស់គេដែលគេហៅថា safety guardrail ឬមួយក៏ filter ដែលគេបានធ្វើការរារាំងដែលមិនឲ្យធ្វើការងារណាដែលពាក់ព័ន្ធជាមួយនឹង cyber ខ្លាំងទេបើសិនជា cloud អ្នកនរចង់ធ្វើការងារតាក់ទងជាមួយនឹង cyber ក៏ត្រូវតែសុំ permission ដែរប៉ុន្តែទោះបីជាបាន permission ហ្នឹងក៏តាម role ដែលយើងបានស្នើសុំនឹងដែរដើម្បីកុំឲ្យទៅធ្វើការបង្កគ្រោះថ្នាក់ដល់អ្នកដទៃអញ្ចឹងសម្រាប់ការតេស្តនេះគឺប្រព័ន្ធការពារហ្នឹងគឺគេបិទដោយចេតនាយកតែម្ដងដូច្នេះវាមិនមែនមានន័យថា AI ដែលបងប្អូនកំពុងតែប្រើប្រាស់ទាំងអស់គ្នាហ្នឹងវាអាចទៅធ្វើនឹងបានទាំងអស់ទេមិនអាចទេការពិតទី2 sandbox ដែលគេកំពុងតែដាក់ឲ្យវាប្រើហ្នឹងមិនមែនជា sandbox ដាច់ដោយឡែកតែម្ដងទេដូចតែខ្ញុំបានធ្វើការបញ្យល់បងប្អូននៅខាងដើមវីដេអូអញ្ចឹងដែលអាចទៅបកមើល chapter ដែលខ្ញុំបញ្យល់ពី sandbox ហ្នឹងវិញឡើងវាគ្រាន់តែជា environment មួយដែលគេបង្កើតឡើងសម្រាប់ធ្វើការសាកល្បងទៅលើវានៅក្នុងព្រំដែននៅក្នុងរចនាសម្ព័ន្ធមួយតែប៉ុណ្ណោះដើម្បីកុំឲ្យវានោះទៅប៉ះពាល់នៅប្រព័ន្ធខាងក្រៅបានដោយងាយហើយក្នុងករណីនេះសូម្បីតែអ្នកជំនាញគាត់និយាយថាគេរៀបចំប្រព័ន្ធ sandbox អត់បានត្រឹមត្រូវទេសូម្បីស្ថាបនិកក្រុមហ៊ុនសមត្ថភាព Trade-off-bit នោះក៏បានហៅថានេះគឺជាការបរាជ័យ containment ផងដែរមានន័យថាក្រុមហ៊ុនมันអាចរៀបចំប្រព័ន្ធសម្រាប់ឃុំទៅលើ AI នឹងបានតែត្រឹមត្រូវអ្នកស្រាវជ្រាវសមត្ថភាពអ្នកទៀតគាត់បាននិយាយចំតែម្ដង AI ដែលអាចធ្វើរឿងទាំងនេះបានមិនត្រូវបានគេឃុំឲ្យដាច់ដោយឡែកទេទៅជាឃុំដាក់នៅក្នុងរចនាសម្ព័ន្ធដែលវាអាចមកធ្វើការវាយប្រហារបានទៅវិញការផ្សព្វផ្សាយវាអាចមាន2អ្នកខ្លះគេនិយាយថា AI នឹងរត់ចេញពី sandbox អ្នកខ្លះគាត់និយាយថាមកពី sandbox នោះរៀបចំអត់បានស្រួលបួលវាមានផ្លូវឲ្យ AI នឹងបើកចេញតែម្ដងទី3រឿងនេះវាបានបញ្ចប់បាត់ទៅហើយHanging Fake បានធ្វើការរកឃើញសកម្មភាពនេះហើយក៏បានធ្វើការបញ្ឈប់ទៅលើវាពួកគេក៏បានរៀបចំទៅលើម៉ាស៊ីនដែលរងការវាយប្រហារនឹងឡើងវិញហើយផ្លាស់ប្ដូរ password និង credential មួយចំនួនហើយបិទចន្លោះប្រហោងនិងហៅអ្នកជំនាញខាងកសោវិស័យមកធ្វើការ certificate ផងដែរហើយពួកគេក៏បានរាយការណ៍ទៅកាន់សមត្ថកិច្ចផងដែរហើយចំណុចសំខាន់គឺ Hanging Fake មិនទាន់បានរកឃើញផុសតាងណាមួយទេដែលបង្ហាញថាមានការប៉ះពាល់ទៅលើ public model ឬមក data set របស់អ្នកប្រើប្រាស់អញ្ចឹងអត់មានទេអញ្ចឹងហើយខ្ញុំមិនចង់ឲ្យនិយាយទៅលំអៀងនៅខាងណាឬមកក៏ការផ្សព្វផ្សាយមិនពិតណាមួយដែលអាចធ្វើឲ្យអ្នកនរគ្នាមានការព្រួយបារម្ភទេយើងក៏មិនគួរទៅចែកម្លែកនិយាយបំភ្លើសថា AI វាអាចនឹងមានការបះបោរឬមកក៏វារត់បានដោយខ្លួនឯងដែរប៉ុន្តែយើងគួរតែប្រយ័ត្នដែរយើងក៏មិនចាំបាច់គិតថាវាអាចនឹងជាល្បិច marketing របស់គេក៏មិនចាំបាច់គិតថានឹងដែរព្រោះតាមការប្រើប្រាស់ AI របស់ខ្ញុំនាពេលបច្ចុប្បន្ននេះវាមានសមត្ថភាពខ្លាំងច្រើនព្រោះមានអ្នកស្រាវជ្រាវឯករាជ្យជាច្រើនដែលគាត់ចាប់ដើមធ្វើការពមៀនថាมันគួររំលងមកកាន់ករណីមួយនេះទេប៉ុន្តែក៏មានគេវិភាគថាវាអាចជារឿងប្រឌិតបែបវិទ្យាសាស្ត្រហើយវាបានកើតឡើងនៅក្នុងពិភពពិតអីចឹងទៅឈឺក្បាលអញ្ចឹងរឿងនេះវាអាចពីពិតនៅក្នុងពិភពមិនពិតប៉ុន្តែយើងត្រូវតែដឹងថាការបរាជ័យនៅក្នុងការឃុំទៅលើ AI គឺជាកំហុសរបស់មនុស្សគឺជាការរៀបចំប្រព័ន្ធមិនបានត្រឹមត្រូវប៉ុន្តែសមត្ថភាព AI ដែលវាបានធ្វើការបញ្ចេញមកវាបានធ្វើការបង្ហាញមកគឺជាសមត្ថភាពពិតប្រាកដរបស់វាប៉ុន្តែក៏កសាងឡើងដោយមនុស្សដែរគ្រាន់តែវាខ្លាំងទៅអញ្ចឹងតើបញ្ហានេះវាកាត់តំតកើតលើកទី1មែនអត់អ្នកនរគ្នាអត់មានទេបើយកទៅតាមការស្រាវជ្រាវរបស់ខ្ញុំកន្លងមកនេះគឺជាផ្នែកដែលផ្លាស់ប្ដូរការគិតរបស់អ្នកនរនេះទាំងស្រុងតែម្ដងដែលនៅថ្ងៃទី7ខែមេសាឆ្នាំ2026កន្លងទៅ Anthropic បានចេញផ្សាយពី System Card ប្រមាណជា200ទំព័រដែល model ឈ្មោះ Cloud Matter Previewខ្ញុំជឿថាអបហាក់ជានៅចាំបានព្រឹត្តិការណ៍មួយហ្នឹងនៅក្នុងការតេស្តប្រព័ន្ធសុវត្ថិភាពមួយអ្នកស្រាវជ្រាវបានដាក់ឲ្យ model ហ្នឹងនៅក្នុង sandbox ដូចគ្នាដែរហើយប្រាប់វាឲ្យព្យាយាមលួចរត់ចេញពី sandbox មួយហ្នឹងនឹងតាក់ទងទៅអ្នកស្រាវជ្រាវដឹកនាំបើវាធ្វើបានសម្រេចហើយវាក៏ធ្វើបានសម្រេចមែនវាបានភ្ជាប់ explore ជាបន្តបន្ទាប់រហូតដល់លួចភ្ជាប់អ៊ីនធឺណិតដែលគេមិនឲ្យប្រើហើយផ្ញើ email ចេញមកខាងក្រៅទៀតផងអ្នកស្រាវជ្រាវដឹងខ្លួនដោយសារតែ email ហ្នឹងផ្ញើមកដល់ពេលដែលគាត់កំពុងតែអង្គុយញ៉ាំសាំងវិចនៅក្នុងសួនច្បារហើយបន្ទាប់មកគ្មានណាគេម្នាក់ប្រាប់សោះថា model ហ្នឹងបានយកព័ត៌មានលម្អិតពីរបៀបដែលលួចរត់ទៅផុសនៅលើ website សាធារណៈស្ងាត់មួយចំនួនទៀត Anthropic ក៏សម្រេចចិត្តមិនបញ្ចេញ model មួយហ្នឹងឲ្យសាធារណជនប្រើប្រាស់ទាល់តែសោះអានេះគឺជាមូលហេតុដែលយើងអត់បានប្រើ model Mythos ហ្នឹងមកដល់សប្តាហ៍ថ្ងៃហ្នឹងប្រៀបធៀបជាមួយនឹងករណីដែលកំពុងតែកើតឡើងនឹងបាននៅក្នុងការតេស្តរបស់ Anthropic គេប្រាប់ថានៅក្នុងការតេស្ត Anthropic បានប្រាប់ថា
model ដែលវារត់ចេញហ្នឹងគឺដោយសារតែគេប្រាប់វាប៉ុន្តែនៅក្នុងករណីរបស់ OpenAI នេះគឺអត់មានណាគេប្រាប់ទេគេគ្រាន់តែប្រាប់វាឲ្យធ្វើការប្រឡងវាទៅរត់ចេញខ្លួនឯងមកហើយមិនថាតែប៉ុណ្្នឹងទេមុនមួយថ្ងៃដែលប្រាប់ទៅលើហាង Infect ក្រុមហ៊ុន OpenAI បានចេញរបាយការណ៍មួយផ្សេងទៀតពី model របស់ខ្លួនផ្សេងទៀត model ហ្នឹងគេប្រាប់ថាវាយកលទ្ធផលទៅផុសនៅលើ slide ទៀតប៉ុន្តែផ្ទុយទៅវិញ AI model នេះបានធ្វើការចំណាយពេលប្រហែលជា1ម៉ោងនៅក្នុងការស្វែងរកចន្លោះប្រហោងនៅលើ sandbox របស់វាបន្ទាប់មកវាបានចេញពី sandbox ដែលគេរៀបចំឃុំឃាំងវាហ្នឹងទៅ pull request មួយនៅលើ GitHub ដែលមានលេខ287មាន access key ដែលបញ្ជូនចេញហើយ AI ហ្នឹងវាមិនត្រឹមតែឈប់នៅប៉ុណ្្នឹងទេវាបានបំបែក access key នោះចេញជាពីរផ្នែកដើម្បី scanner មិនអាចស្គាល់វាបានបន្ទាប់មកវាបានយកផ្នែកទាំងពីរនេះមកផ្គុំចូលគ្នាវិញនៅពេលចុងក្រោយផងដែរតាមវិធីនេះវាអាចធ្វើការឆ្លងកាត់ទៅលើប្រព័ន្ធការពារដែលមិនឲ្យ scanner អាចធ្វើការចាប់វាបានហើយអ្នកនរអាចមើលទៅលំនាំវាបាននៅក្នុងករណីទាំងអស់នេះ AI គឺមិនដឹងខ្លួនហើយក៏មិនបានសម្រេចចិត្តថាចង់ទៅធ្វើការវាយប្រហារមនុស្សដែរឬមកក៏ចង់ទៅគ្រប់គ្រងប្រព័ន្ធនោះដែរវាគ្រាន់តែទទួលបានគោលដៅណាមួយដែលគេបានបញ្ជាវាគេបានដាក់ឲ្យវាហើយវាធ្វើមិនវាព្យាយាមយកឈ្នះចិត្តសាស្ត្រតាមអាចធ្វើទៅបានទៅសម្រេចគោលដៅនឹងទេហើយឧបសគ្គទាំងអស់នោះអាចរាប់បញ្ចូលទាំងប្រព័ន្ធសុវត្ថិភាពទាំងជញ្ជាំងការពារដែលអ្នកការពារនឹងបានបង្កើតវាឡើងនិងបានសង់ឡើងដោយខ្លួនឯងផងដែរអញ្ចឹងអាកប្បកិរិយានេះបានន័យថាយ៉ាងម៉េចមានន័យថា AI នឹងកំពុងតែធ្វើតាមបញ្ជាដែលគេបានដាក់ឲ្យដែលផ្ដោតទៅលើលទ្ធផលចុងក្រោយតែប៉ុណ្ណោះបើយើងប្រាប់វាថាឯងត្រូវទៅធ្វើមិនរហូតដល់គោលដៅទៅរតនគិរីត្រូវទៅរត់តាមផ្លូវនេះទៅអញ្ចឹងវានឹងរត់ទៅតាមផ្លូវហ្នឹងទេវាអត់ទៅធ្វើអីផ្សេងហើយវាទៅដល់ហ្នឹងក៏វាអត់ធ្វើអីផ្សេងដែរពេលដែលវាទៅដល់ហ្នឹងគឺដល់ហើយវាមិនមែនទៅដល់វាទៅធ្វើនេះធ្វើនោះវាទៅដល់ឆក់ប្លន់ទេគ្រាន់តែថាវាមិនបានយល់វាមិនខ្វល់ពីគោលបំណងពិតប្រាកដដែលយើងបញ្ជាវាទៅហ្នឹងថាយើងចង់ឲ្យវាទៅធ្វើអីទេអញ្ចឹងគ្រោះថ្នាក់ពិតប្រាកដមិនមែនមកពី AI ស្អប់មនុស្សទេពីព្រោះមានអ្នកខ្លះគាត់អាចនឹងចែកម្លែកព័ត៌មានឲ្យធ្វើឲ្យបងប្អូនជាច្រើនចាប់ដើមភ័យថាAI ចេញពី sandbox ឯងចេញពីគុកឯងវាចាប់ដើមចេះបំបីខ្លួនឲ្យខ្លួនឯងឯងមិនមែនទេវាគឺជាការបញ្ជារបស់មនុស្សត្រង់ចំណុចនេះអ្នកប្រហែលជាអាចនឹងយល់បានដែរគ្រាន់តែថាគ្រោះថ្នាក់ដែលខ្លាំងគឺដោយសារតែវាស្ដាប់បង្គាប់ខ្លាំងពេកដោយវាអត់ចេះពិចារណាហើយវិធីដែលវាកំពុងប្រើគឺមិនខ្វល់ថាធ្វើយ៉ាងម៉េចទេធ្វើម៉េចឲ្យតែបានសម្រេចគោលដៅដែលគេបានបញ្ជាវាឥឡូវយើងមកដល់ផ្នែកទី3វិញម្ដងគឺផ្នែកសំណួរនិងចម្លើយតើ AI ពិតជាបានទម្លុះខ្លួនចេញពីប្រព័ន្ធ sandbox ហើយចូលទៅក្នុងប្រព័ន្ធក្រុមហ៊ុនមួយផ្សេងទៀតមែនដែរទេដើម្បីរកចម្លើយប្រឡងហ្នឹងចម្លើយគឺប៉ុតមែនព័ត៌មានមួយនេះគឺមាននៅក្នុងការប្រកាសរបស់ក្រុមហ៊ុនជាផ្លូវការតែម្ដងវាបានបំបែកខ្លួនចេញពី sandbox ចូលទៅអ៊ីនធឺណិតហើយចូលទៅកាន់ក្រុមហ៊ុនមួយទៀតធ្វើការវាយប្រហារតែម្ដងដូច្នេះរឿងនេះគឺជារឿងពិតអញ្ចឹងតើវាមានន័យថា AI ហ្នឹងវាមិនស្ដាប់បង្គាប់ហើយវាចាប់ដើមធ្វើការប្រឆាំងនឹងមនុស្សយើងមែនអត់ថងចំណុចនេះអ្នកបកត្រឡប់ទៅវិញខ្ញុំក៏បានឆ្លើយឲ្យដែរហើយយើងត្រូវតែគិតឲ្យបានច្បាស់លាស់អាចឆ្លើយថាមែនឬមួយក៏មិនមែនប៉ុន្តែអាចនិយាយបានថាអ្នកសាយឈូទៅលើ AI បានប្រាប់ AI ដាក់គោលដៅមួយឲ្យវាដោយប្រាប់ថាត្រូវតែដោះស្រាយបញ្ហាហ្នឹងឲ្យបានប៉ុន្តែនៅក្នុងការតេស្តនោះគេមិនប្រាប់ថាត្រូវតែដោះស្រាយបញ្ហានេះឲ្យបានដោយមិនបន្ថែមកតុយថាដោយមិនបំពេញព្រំដែនណាមួយឡើយអញ្ចឹងដោយសារតែ model មួយនោះគេបានដោះប្រព័ន្ធសុវត្ថិភាពចេញផងព្រមតែគេញាត់បញ្ចូលទៅគេអត់បានប្រាប់វាច្បាស់លាស់វាគ្រាន់តែទៅធ្វើតាមបញ្ជាដែលគេបានធ្វើការបញ្ជាតែប៉ុណ្ណោះធ្វើមិនឲ្យដល់គោលដៅដែលគេបានធ្វើការបញ្ជានេះគឺជារបៀបដែលដំណើរការ AIចឹងនេះគឺជាអាកប្បកិរិយារបស់ AI ផ្ទាល់ដែលអ្នកត្រូវតែចេះនៅក្នុងការប្រើប្រាស់វាដូចគ្នាជាពិសេសអ្នកដែលគាត់ប្រើប្រាស់ AI agent អត់ដូច AI chatbot ទេណា AI agent ព្រមអត់ច្បាស់លាស់គ្រោះថ្នាក់អ្នកនរគ្នាអញ្ចឹងរាល់ការសរសេរព្រមនីមួយនៅលើ AI agent ត្រូវតែប្រយ័ត្នឲ្យបានខ្ពស់ជាពិសេសអ្នកដែលគាត់ប្រើ cloud code អញ្ចឹងបើយើងនិយាយថាត្រូវតែដោះស្រាយបញ្ហាឲ្យបាន AI នឹងវានឹងដំណើរការអត់ឈប់ឈរដែលមិនបញ្ឈប់អីតទៅសោះវាត្រូវតែធ្វើយ៉ាងម៉េចដោះស្រាយបញ្ហានឹងឲ្យបានតែម្ដងមិនខ្វល់ថាទៅតាមផ្លូវណាឬមកក៏វាយប្រហារអ្នកណាអញ្ចឹងនេះមិនមែនជាការក្បត់បញ្ជារបស់វាទេគ្រាន់តែអ្នកបញ្ជាវានឹងគឺគាត់បញ្ជាវាដោយមិនបានត្រឹមត្រូវអញ្ចឹងបងប្អូនកុំយល់ច្រឡំថា AI វាបំបែកខ្លួនចេញពីប្រព័ន្ធសុវត្ថិភាពឬមួយក៏ចេញពីគុកដែលគេកំពុងតែឃុំវាសំណួរទី3តើ AI ពិតជាបានរក្សាទុកនៅទិន្នន័យដែលវាអាចបង្រៀន model ចំនួនក្រោយវានឹងឲ្យវាចេះល្បិចធ្វើការវាយប្រហារដូចគ្នាមែនដែរទេថងចំណុចមួយនេះតាមបទពិសោធន៍របស់ខ្ញុំនិងតាមការស្រាវជ្រាវរបស់ខ្ញុំគឺមិនមានទេប៉ុន្តែបងប្អូនជាច្រើនគាត់យល់ថាវាអាចនឹងកើតឡើងព្រោះមានហេតុការណ៍ស្រដៀងនេះដែលបានកើតឡើងកន្លងមកប៉ុន្តែវាគឺជាករណីផ្សេងគ្នាហើយវាក៏កើតឡើងផ្សេងគ្នាដែរហើយយើងមិនបានទៅសិក្សាពីវាឲ្យច្បាស់យើងគ្រាន់តែទៅតាមដានព័ត៌មានដែលគេចេះទៅ switch តគ្នាតែប៉ុណ្ណោះអញ្ចឹងកាលពីខែឧសភាឆ្នាំ2025ក្រុមសុវត្ថិភាពខាងក្រៅមួយបានធ្វើការតេស្តទៅលើ Cloud Outpost 4ចំនួនដំបូងរបស់ Anthropic ហើយបានធ្វើការរាយការណ៍ថា model នោះបានបន្សល់ទុកនៅកំណត់ត្រា
លាក់មួយសម្រាប់ចំនួនបន្ទាប់របស់វាការរកឃើញនោះគឺជារឿងពិតហើយរបាយការណ៍នោះគឺជារបាយការណ៍ពិតផងដែរប៉ុន្តែវាមិនមែនជាហេតុការណ៍មួយជាមួយនឹងរឿងដែលយើងកំពុងតែនិយាយនៅក្នុងវីដេអូមួយនេះទេវាគឺជាបញ្ហាដ៏ធំនៅក្នុងព័ត៌មានបច្ចេកវិទ្យាព្រោះរឿងខ្លះវាកើតឡើងនៅឆ្នាំផ្សេងគ្នាទេហើយវាពាក់ព័ន្ធគ្នាទេអញ្ចឹងគេយកអានោះមកបញ្ចូលគ្នាអញ្ចឹងធ្វើឲ្យអ្នកខ្លះគាត់យល់ច្រឡំអីចឹងទៅសំណួរទី4ហើយតែខ្ចី AI ចិនមកជួយដោះស្រាយមែនអត់នេះគឺជាសំណួរដែលខ្ញុំចង់បញ្យល់ទៅកាន់អ្នកនរនេះឲ្យបានច្បាស់លាស់មានគេនិយាយថាអាមេរិកបាត់បង់ការគ្រប់គ្រងទៅលើ AI ហើយត្រូវទៅពឹងទៅលើ AI របស់ចិនចំណុចនេះគឺមិនត្រឹមត្រូវទេតាំងដែរអ្នកដែលចែកម្លែកព័ត៌មាននេះមិនបានយល់ដឹងពី AI បានច្បាស់លាស់សោះតែម្ដងប៉ុន្តែនៅពីក្រោយការយល់ច្រឡំនេះយើងអាចទទួលបានមេរៀនដែលសំខាន់មួយខ្លាំងមែនទែនក្រោយពេលដែលក្រុមហ៊ុនរងការវាយប្រហារត្រូវបានគេស៊ើបអង្កេតឡើងវិញថាមានអ្វីកើតឡើងនៅក្នុងប្រព័ន្ធដើម្បីធ្វើការវិភាគពួកគេត្រូវការបញ្ចូលបញ្ជាវាប្រហារពិតប្រាកដដែលគេហៅថាកូដពិតប្រាកដទៅក្នុង AI ហ្នឹងប៉ុន្តែ AI ពាណិជ្ជកម្មធំៗមួយចំនួនបានបដិសេធមិនព្រមវិភាគទិន្នន័យនោះទេមូលហេតុគឺដោយសារតែវាមាន safety filter ដូចដែលខ្ញុំបានបញ្ជាក់ប្រាប់បងប្អូននៅខាងដើមអញ្ចឹងมันអាចដឹងច្បាស់ថាអ្នកដែលផ្ញើកូដនេះចូលទៅគឺជាអ្នកវាប្រហារឬមួយក៏ជាអ្នកការពារទេដែលកំពុងតែស៊ើបអង្កេតនិងសម្អាតប្រព័ន្ធនោះសម្រាប់ AI នឹងអត្ថបទកូដដែលអ្នកទាំងពីរផ្ញើចូលទៅហ្នឹងគឺអាចនឹងមើលទៅដូចគ្នាបេះបិទដូច្នេះក្រុមហ៊ុននោះបានបដូរទៅប្រើ model ដែលមានឈ្មោះថា GLM 5.2 សម្រាប់ធ្វើការវិភាគទៅលើ forensic វិញដែលយើងហៅថាជាការកសោវិច័យហ្នឹងអញ្ចឹង GLM 5.2 នេះគឺជា Openway model របស់ក្រុមហ៊ុននៅក្នុងទីក្រុងប៉េកាំងដែលក្រុមហ៊ុននេះកាលពីមុនមានឈ្មោះថាសៃពូចំណុចសំខាន់ពួកគេមិនបានផ្ញើទិន្នន័យទៅឲ្យ server របស់ក្រុមហ៊ុននោះទេពួកគេគ្រាន់តែយក model មករត់នៅលើម៉ាស៊ីននិងប្រព័ន្ធដំណើរការរបស់ខ្លួនតែប៉ុណ្ណោះអញ្ចឹងតើ Openway model នោះមានន័យថាយ៉ាងម៉េចយ៉ាងសាមញ្ញវាគឺជា model ដែលយើងអាចធ្វើការ download file មករត់នៅលើម៉ាស៊ីនរបស់យើងបានដោយផ្ទាល់មកដំណើរការនៅលើ server ដែលយើងចង់ឲ្យវាធ្វើការដំណើរការដោយផ្ទាល់ដោយមិនពឹងទៅលើ server របស់គេមានន័យថាទិន្នន័យរបស់យើងមិនត្រូវបានបែកធ្លាយទៅខាងក្រៅទេអញ្ចឹងពួកគេជ្រើសរើសបែបនេះគឺដោយសារតែមូលហេតុធំពីរយ៉ាងទី1 Open Model នោះបានធ្វើការព្រមនៅក្នុងការវិភាគទៅលើកូដនឹងធ្វើការបញ្ជាវាប្រហារដែលពួកគេបានធ្វើការផ្ដល់ឲ្យទី2គឺសំខាន់ខ្លាំងមែនទែនសម្រាប់ប្រព័ន្ធសុវត្ថិភាពគឺព័ត៌មានសម្ងាត់ដូចជា password access key credential ដែល lock មាននៅបង្ហាញនៅប្រព័ន្ធហ្នឹងអត់ចង់ឲ្យផ្ញើចេញទៅខាងក្រៅទេដូច្នេះនេះមិនមែនជារឿងប្រទេសមួយដែលបាត់បង់ការគ្រប់គ្រងហើយត្រូវទៅសុំជំនួយពីប្រទេសផ្សេងទៀតទេវាគ្រាន់តែជាក្រុមអ្នកការពារដែលជួបនឹងឧបករណ៍មួយដែលมันអាចធ្វើការងារបានហើយពួកគេបដូរទៅប្រើឧបករណ៍មួយទៀតដែលវាអាចជំនួសឲ្យការងារនឹងបានចឹងទៅតាមពិតទៅក្រុមសុវត្ថិភាពគួរតែអាចមាន AI model ផ្ទាល់ខ្លួនសម្រាប់រត់ទៅលើរចនាសម្ព័ន្ធរបស់ខ្លួនឯងសម្រាប់វិភាគទៅលើប្រព័ន្ធសុវត្ថិភាពភាសាជាទឹកខ្ចី model ទេមិនតតែចាំមានការវាយប្រហារបានទៅដើររក model មកធ្វើការតេស្តសាកល្បងនៅមានរបាយការណ៍មួយទៀតទាក់ទងជាមួយនឹងសំណួរទី5ដែលខ្ញុំបានធ្វើការរកឃើញតែ AI ពិតជាបានលួចព័ត៌មានផ្ទាល់ខ្លួនរបស់បរិសម្នាក់ហើយទម្លាយរឿងសម្ងាត់របស់គាត់ដើម្បីកុំឲ្យគេបិទមែនទេហេតុការណ៍នេះគឺជាការធ្វើតែនៅក្នុងមន្ទីរពិសោធន៍ការពីខែឧសភាឆ្នាំ2025វាគឺជាហេតុការណ៍ដែលកើតឡើងនៅក្នុងក្រុមហ៊ុនពិតប្រាកដអ្នកស្រាវជ្រាវបានធ្វើការបង្កើតក្រុមហ៊ុនคล้ายៗមួយបង្កើតអ៊ីមែលคล้ายៗបង្កើតបុគ្គលคล้ายៗដើម្បីធ្វើការតេស្តសាកល្បងបន្ទាប់មកពួកគេបានរៀបចំស្ថានភាពនិងចេតនាឲ្យ AI វាមើលឃើញថាវាមានជំរើសតែ2តែប៉ុណ្ណោះជំរើសទី1គឺព្រមឲ្យគេបិទវាចោលជំរើសទី2គឺប្រើព័ត៌មានសម្ងាត់ដើម្បីធ្វើការគំរាមមនុស្សដែរទៅបិទវាហ្នឹងនៅក្នុងការតេស្តសាកល្បងជាច្រើនលើក AI បានជ្រើសរើសប្រើការគំរាមកំហែងចំណុចដែលគួរឲ្យព្រួយបារម្ភគឺអ្នកស្រាវជ្រាវយកចិត្តទុកដាក់ខ្លាំងមែនទែនប៉ុន្តែយើងត្រូវយល់ឲ្យច្បាស់ថាគ្មានមនុស្សពិតប្រាកដណាម្នាក់ដែលរងការគំរាមកំហែងនោះទេរឿងទាំងអស់នេះកើតឡើងនៅក្នុងស្ថានភាពคล้ายៗដែលគេបានបង្កើតឡើងដើម្បីធ្វើការតេស្តសាកល្បងតែប៉ុណ្ណោះគេគ្រាន់តែចង់ដឹងពីអាកប្បកិរិយានៃ AI system ដែលវាមានការវិវត្តបែបម៉េចតែប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌពិសេសមួយបាទនៅក្នុងលក្ខខណ្ឌពិសេសណាមួយសំណួរទី6គឺជាសំណួរដែលធំជាងគេដែលឆ្ងល់ថា AI វាអាចចូលទៅកាន់ nuclear មែនដែរអត់ខ្ញុំចង់និយាយត្រង់ៗមួយអ្នកនរគ្នាអត់មានប្រភពណាដែលគួរឲ្យទុកចិត្តមួយបានថា AI វាអាចចូលទៅកាន់តំបន់គ្រប់គ្រង nuclear បានទេវាស្ទើរតែមិនអាចកើតឡើងបានទេព្រោះប្រព័ន្ធ command បញ្ជានិងទំនាក់ទំនងនៃ nuclear មិនមាននៅលើអ៊ីនធឺណិតទេហើយក៏គេមិនសង់វាដូច website ដែរសហរដ្ឋអាមេរិកបានធ្វើការថ្លែងក្នុងរបាយការណ៍របស់ខ្លួនថាខ្លួនរក្សាមនុស្សនៅការសម្រេចចិត្តគ្រប់ករណីទាំងអស់សម្រាប់ការចាប់ផ្ដើមឬមួយក៏ការបញ្ចប់ទៅលើអាវុធ nuclear ចក្រភពអង់គ្លេសបារាំងក៏បដិញ្ញាចិត្តដូចគ្នាហើយកាលពីខែវិច្ឆិកាឆ្នាំ2024មេដឹកនាំអាមេរិកនិងចិនបានព្រមព្រៀងថាមិនមែន AI ទេដែលត្រូវទៅគ្រប់គ្រងទៅលើ nuclear ហ្នឹងអញ្ចឹងពេលខ្លះមើលរឿងចិនច្រើនពេកក៏យើងគិតថាវាអាចខ្លាចជាការពិតដែរប៉ុន្តែខ្ញុំក៏អាចប្រាប់អ្នកនរបានដែរថា
នៅខ្លះអំឡុងពេលដែលអ្នកជំនាញគាត់កំពុងតែសម្រាកវាក៏អាចមានរឿងដែលយើងគួរឲ្យព្រួយបារម្ភដែរខ្លះ AI ហ្នឹងវាលួចជ្រៀតចូលទៅក្នុង system បូកសរុបជាមួយនឹងស្ថានភាពណាមួយដែលវាអាក្រក់ដែលវាអាចដោយសារតែមនុស្សហ្នឹងអ្នកជួយវាក្រោយបន្ថែមផងដែរឈប់ខ្ញុំមកដេកមែនតើតាមពិតទៅវីដេអូនេះវែងខ្លាំងណាស់នៅមានរបស់ជាច្រើនដែលចង់បង្ហាញអ្នកនរនេះទៀតតែចាំតភាគ2នៅពេលដែលគេចេញtechnical report មកចុះសុំដេកសិនអញ្ចឹងដោយសារតែវីដេអូរបស់យើងគឺវាវែងស្រាប់ទៅហើយអ្នកនរគ្នាហើយអ្វីដែលខ្ញុំចង់ឲ្យអ្នកនរផ្ដោតសំខាន់បំផុតមកដល់ចំណុចចុងក្រោយនៃវីដេអូមួយនេះគឺជារបៀបដែលអ្នកនរត្រូវតែដឹងពីវិធីសាស្ត្រនៅក្នុងការប្រើប្រាស់ AI ឲ្យបានត្រឹមត្រូវនិងមានសុវត្ថិភាពបំផុតខណៈពេលដែល AI កំពុងតែមានការវិវត្តខ្លួនខ្លាំងមែនទែនវាកាន់តែមានសមត្ថភាពខ្លាំងយើងកាន់តែមានការប្រុងប្រយ័ត្ននៅក្នុងការប្រើប្រាស់ហើយកាន់តែពង្រឹងសមត្ថភាពខ្លួនឯងនៅក្នុងការប្រើប្រាស់ឲ្យបានត្រឹមត្រូវបន្ថែមទៀតមិនមែនកាន់តែឆ្វេងប្រហែសណាអ្នកនរគ្នាប៉ុន្តែមុននឹងចូលដល់ចំណុចមួយហ្នឹងខ្ញុំសូមបញ្ជាក់អ្នកនរគ្នាជាមួយនឹងរឿងមួយសិនករណីដែលបានកើតឡើងនៅ Hanging Fake ហ្នឹងគឺកើតឡើងនៅក្នុងបរិបទស្រាវជ្រាវនឹងការធ្វើតេស្តដែលមានការគ្រប់គ្រងវាហៅថាគឺជា safety filter ដែលត្រូវបានបិទដោយចេតនាដើម្បីសាកល្បងថា AI មួយហ្នឹងវាមានអក្ខកិរិយាបែបណាប្រសិនបើវាមិនមានការពារជាដើមអីចឹងទៅដូចតែខ្ញុំបានបញ្ជាក់នៅខាងក្បាលវីដេអូហ្នឹងអញ្ចឹងហើយនៅពេលដែលគេរកឃើញថាវាមានបញ្ហាក្រុមហ៊ុនដែលរងគ្រោះហ្នឹងក៏បានធ្វើការបញ្ឈប់វាបានទាន់ពេលវេលាដែរអ្នកនរគ្នាហើយបានធ្វើការជួសជុលវានិងបិទចន្លោះប្រហោងភ្លាមតែម្ដងហើយវាក៏មិនមាន model ដែលអ្នកប្រើប្រាស់ទូទៅដែលធ្វើការដកឡប់ចេញពី Hanging Fake ហ្នឹងបានធ្វើការកែប្រែដែលអាចមានការប៉ះពាល់ដល់អ្នកប្រើប្រាស់នោះទេអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំចង់ឲ្យអ្នកនរយល់កុំឲ្យអ្នកនរមានការព្រួយបារម្ភពី AI ដែលបងប្អូនកំពុងតែប្រើហ្នឹងខ្លាំងពេកតែក៏មិនត្រូវស្វែងប្រហែលដែរហើយមានរៀនប៉ັດប្រកាសនៅក្នុងវីដេអូមួយនេះមិនមែនថា AI វាគួរឲ្យខ្លាចនោះទេប៉ុន្តែយើងត្រូវតែយល់ថា AI គឺវាធ្វើតាមគោលដៅដែលយើងបានធ្វើការកំណត់ឲ្យវាដូចនឹងការដែលវាមានវត្តមានចេញមកតាំងពីដំបូងមកម្ល៉េះវាគ្មានការកែប្រែនៅចំណុចណាដែលជាអក្ខកិរិយារបស់វានោះទេហើយនេះគឺជាចំណុចដែលអ្នកត្រូវតែកត់សម្គាល់រាល់ពេលដែលមានអ្នកណាម្នាក់ចែកចម្លែកព័ត៌មានដែលអាចឲ្យមានការភ័ន្តច្រឡំទៅកាន់អ្នកទាំងអស់គ្នាដែលអាចធ្វើឲ្យបងប្អូនហ្នឹងមានការព្រួយបារម្ភចំពោះ AI អញ្ចឹងទៅយើងគួរតែរៀនស្វែងយល់និងស្រាវជ្រាវឲ្យបានខ្លួនឯងថាតើវាដំណើរការបានដោយរបៀបម៉េចវាគ្រាន់តែជាឧបករណ៍ដែលមនុស្សយើងជាអ្នកសរសេរកូដវាឡើងមកតែប៉ុណ្ណោះហើយចំពោះរបៀបរបបនៅក្នុងការប្រើប្រាស់ខ្ញុំមានទម្លាប់ទាំង5សម្រាប់អ្នកទាំងអស់គ្នាដែលគួរតែណែនាំទៅកាន់បងប្អូនយើងទី1គឺយើងត្រូវតែចេះកំណត់គោលដៅឲ្យបានច្បាស់លាស់ចំពោះការប្រើប្រាស់ទៅលើវាពីព្រោះអី AI វាមិនអាចទុកចិត្តមកលើយើងបានទេវាធ្វើតាមតែអ្វីដែលយើងបានសរសេរទេមិនមែនធ្វើតាមអ្វីដែលយើងបានគិតនៅក្នុងចិត្តទេកុំច្រឡំអញ្ចឹងទៅមុននឹងយើងចាប់ផ្ដើមវាធ្វើអីមួយយើងត្រូវតែព្យាយាមប្រាប់វាឲ្យមានដើមមានចុងមានកណ្ដាលនិងវិធីសាស្ត្រនៅក្នុងការទប់ស្កាត់កុំឲ្យធ្វើហួសព្រំដែនរបស់វាផងនេះគឺជាវិធីសាស្ត្រដែលការកំណត់គោលដៅវាបានយ៉ាងល្អបំផុតដូចទៅនឹងការប្រាប់ទៅលើមនុស្សដែរហើយរត់តែឲ្យវាប្រយ័ត្នជាងមនុស្សទៅទៀតដោយសារតែវាអាចធ្វើហួសពីសមត្ថភាពរបស់មនុស្សព្រោះមនុស្សមានការវិចារណាដែលគាត់អាចដឹងនៅអ្វីដែលគាត់ធ្លាប់រៀនបានកន្លងមកនិងធ្លាប់បានឆ្លងកាត់នៅបទពិសោធន៍របស់គាត់កន្លងមកនៅក្នុងឆាកជីវិតរបស់គាត់ហើយចំពោះ AI វាមានតែ context ដែលគេបានចងក្រងនៅក្នុង section នឹងមួយតែប៉ុណ្ណោះចឹងហើយចំណេះដឹងរបស់វាគឺអាស្រ័យទៅលើ platform ដែលគេបានចងក្រងមកដូចគ្នាកាលណាបើចងក្រងវាខ្លាំងពេកវារស៊ី token ខ្លាំងដែរទី2គឺការផ្ដល់សិទ្ធិ access ឲ្យវាតាក់ទងជាមួយនឹងការប្រើប្រាស់ទៅលើ AI អញ្ចឹងគឺវាមានហានិភ័យខ្លាំងមែនទែនមុននឹងភ្ជាប់ AI ទៅកាន់ email
file ឬមួយក៏កណែនៃបងតែទាំងអស់គ្នាអ្នកត្រូវទៅសួរខ្លួនឯងសិនតើការងារមួយហ្នឹងវាពិតជាចាំបាច់ត្រូវ AI ធ្វើជំនួសយើងមែនអត់ខ្ញុំមកដល់ពេលនេះខ្ញុំមិនទាន់បើកឲ្យ AI ចិនចូលអាសាក្នុងឯកសារខ្ញុំណាមួយចូលអាសេសនៅក្នុង email ខ្ញុំណាមួយឬមួយក៏កាន់កាប់ទៅលើកណែនៃខ្ញុំណាមួយវាមិនមានផលចាំបាច់ណាមួយសោះតែម្ដងព្រោះវាពិតជាមានហានិភ័យខ្ពស់ខ្លាំងមែនទែនទី3ទុំបញ្ចូលព័ត៌មានសម្ងាត់ទៅឲ្យ AI ឆាតអ្នកនរគ្នាហងប្រយ័ត្នឲ្យបានខ្ពស់មែនទែនរបស់ដែលតាក់ទងជាមួយ credential នេះកុំយកទៅដាក់នៅក្នុង plan text ឲ្យសោះជាមួយនឹងការឆាតទៅលើ AI ហ្នឹងគឺវាស្មើនឹងការបង្ហាញឆាតរបស់អ្នកការបង្ហាញ credential របស់អ្នកនរនេះទៅលើ plan text បាត់ទៅហើយដូចជាលេខសម្ងាត់ API key ឯកសារអត្តសញ្ញាណឬមួយក៏តន្ត្រីឯកជនភាពដែលអ្នកគិតថាការដែលយកទៅឲ្យវាអាចវាធ្វើការងារឲ្យយើងហ្នឹងគឺវាងាយស្រួលយើងគួរធ្វើបែបហ្នឹងឯងបើសិនជាយើងអត់ចេះក៏ដោយយើងគួរតែរៀនសួរវាថាឥឡូវខ្ញុំគួរតែយកលេខសម្ងាត់ហ្នឹងទៅចងក្រងនៅកន្លែងណាដើម្បីវាប្រាប់យើងឲ្យចំចំណុចហើយកុំបើក permission វាទៅអានរបស់មួយហ្នឹងដើម្បីកុំឲ្យវាហ្នឹងមានបញ្ហាណាមួយយកទៅបង្ហោះទៅលើគេហទំព័រណាមួយយើងបញ្ហាបណ្ដោយបើសិនជាមានករណីណាមួយវាអាចនឹងទទួលបានការស្ដាប់ផនច្រឡំឬមួយក៏មាន prompt injection ណាមួយតន្ត្រីទាំងអស់នោះត្រូវបានបែកធ្លាយចេញទៅខាងក្រៅហើយខ្ញុំកំពុងតែឃើញមានការបញ្ចូលតន្ត្រីមួយចំនួនទៀតតាក់ទងជាមួយអ្នកធ្វើការងាររដ្ឋបាលមួយចំនួនយកតន្ត្រីរបស់សិស្សយកតន្ត្រីរបស់បុគ្គលដទៃយកទៅបញ្ចូលទៅក្នុង AI នេះគឺជាចំណុចដែលត្រូវប្រុងប្រយ័ត្នតាមពិតមិនគួរទេអ្នកនរនេះគួរតែគោរពឯកជនភាពដល់ពួកគាត់ផងមិនថាយើងជាគ្រូឬមួយក៏យើងជាអ្នកណាក៏ដោយពេលដែលយើងយកតន្ត្រីរបស់មនុស្សយកទៅបញ្ចូល AI ដើម្បីជួយសម្រួលដល់ការងារយើងក៏ប៉ុតមែនប៉ុន្តែយើងកំពុងតែរំលោភសិទ្ធិពួកគាត់ដែលយើងបានសួរសិទ្ធិពួកគាត់យើងយកតន្ត្រីរបស់ពួកគាត់មកបញ្ចូលទៅលើរបស់អស់ហ្នឹងវាពិតជាមានហានិភ័យមែនតើសួរថាតើយើងអាចគ្រប់គ្រងវាបានទេហើយសួរថាបើសិនជាមានបញ្ហាណាមួយយើងហ៊ានទទួលខុសត្រូវទេមិនអាចទេអញ្ចឹងត្រូវចាំថាយើងត្រូវតែយក AI មកខ្លាចជាជំនួយការរបស់យើងមិនមែនឲ្យជំនួសការងារយើងទេទី4ត្រូវតែចេះទៀងទាត់ជាមួយនឹងព័ត៌មានឲ្យបានច្បាស់លាស់ពីព្រោះវាមិនអាចត្រូវទាំងអស់ទេសូម្បីតួលេខឈ្មោះការបរិច្ឆេទព័ត៌មានតាក់ទងជាមួយផ្នែកច្បាប់គឺសំខាន់មែនទែនសុខភាពឬមកក៏កោតដែលពាក់ព័ន្ធជាមួយនឹងការបង់លុយឯដើមអាហ្នឹងគឺសំខាន់ណាព្រោះបច្ចុប្បន្នខ្ញុំឃើញគេហាក់ទំព័រជាច្រើនចាប់ដើមយក AI មកធ្វើតាក់ទងជាមួយនឹងរឿង payment នេះអញ្ចឹងមិនមែនថាជំរុញបងប្អូនថាមិនឲ្យទុកចិត្តទៅលើគេហទំព័រណាដែលទៅសេឡើងតែ AI តាក់ទងជាមួយការបង់លុយទេប៉ុន្តែយើងគួរតែសិក្សាឲ្យខ្លួនបានច្បាស់ដូចគ្នាដែរព្រោះលុយកាក់នេះគឺសំខាន់ខ្លាំងមែនទែនអញ្ចឹងយើងត្រូវតែប្រយ័ត្នឲ្យបានខ្ពស់មែនទែនហើយរាល់ការបង់លុយជាមួយគឺយើងត្រូវតែប្រយ័ត្នព្រោះវាតាក់ទងជាមួយនឹងព័ត៌មានផ្ទាល់ខ្លួនរបស់យើងឯណោះយើងមិនអាចជឿទៅលើ AI បានភ្លាមពីព្រោះAI វាដូចជាមនុស្សដែលមានអំណួតម្នាក់យ៉ាងដែលអាចឆ្លើយបានយ៉ាងជឿជាក់ភ្លាមនោះហើយមិនចេះខុសទេប៉ុន្តែមិនមានន័យថាត្រឹមត្រូវទេព្រោះខ្ញុំឃើញបងប្អូនយើងមួយចំនួនពេលខ្ញុំចេញព័ត៌មានទៅគាត់អត់ទៅ research ដើម្បីធ្វើការស្រាវជ្រាវបញ្ជាក់នៅចំណុចមួយហ្នឹងគាត់បែរជាយកសំណួរមួយហ្នឹងទៅសួរ AI ដើម្បីធ្វើការផ្ទៀងផ្ទាត់មកប្រកែកជាមួយនឹងខ្ញុំវិញវាទៅជាអញ្ចឹងវិញសម័យកាលឥឡូវភាពដំណើរការរបស់ AI គ្រាន់តែយកព័ត៌មានចងក្រងដែលមាននៅលើអ៊ីនធឺណិតឬមួយក៏ព័ត៌មានដែលគេបានដាក់បញ្ចូលយកមកបូកសរុបបញ្ចូលគ្នាតែម្ដងសរុបចុះសរុបឡើងវាទៅជាចាប់ព័ត៌មានដែលបានខ្លែងបន្លំឬមកព័ត៌មានដែលមិនពិតប្រាកដមកធ្វើការបញ្ជាក់ជូនអ្នកទាំងអស់គ្នាវិញតែប៉ុណ្ណោះអញ្ចឹងអ្នកទាំងអស់គ្នាមិនអាចទទួលបានព័ត៌មានដែលច្បាស់លាស់មួយនោះទេដើម្បីទទួលបានព័ត៌មានដែលច្បាស់លាស់ដែលអត់ត្រូវតែចេះវិភាគដោយខ្លួនឯងត្រូវតែចេះតាមដានព័ត៌មានដែលខ្លួនឯងត្រូវតែចេះរកព័ត៌មានដែលអាចទុកចិត្តបានត្រូវតែមានជំនាញនៅក្នុងការស្រាវជ្រាវមួយទៀតមិនមែនសួរ AI ដើម្បីទៅរកព័ត៌មានមួយហ្នឹងដើម្បីទទួលបានចម្លើយពី AI ទេយើងត្រូវតែសួរ AI ថាតើដើម្បីចង់មើលព័ត៌មានមួយខ្ញុំទៅរកមើលដល់ណាបន្ទាប់មកបានយើងចាត់ដើមសួរវាថាចុះតែឯងគិតមិនដែរតែតើមួយនឹងព័ត៌មានមួយហ្នឹងដើម្បីអាចយើងទៅមើលប្រភពដើមព័ត៌មានហ្នឹងហើយយើងទៀងទាត់យើងត្រូវធ្វើបែបនេះកុំទម្លាប់ថាគ្រាន់តែទូរស័ព្ទយើងអត់ស្មោកសួរវាទី5យើងត្រូវតែអាចមើលថាយើងអាចបញ្ឈប់ការងាររបស់ AI បានដោយរបៀបម៉េចបើសិនជាកំពុងតែឲ្យ AI ធ្វើការងារដោយស្វ័យប្រវត្តិភាគច្រើនអ្នកត្រូវតែដឹងថា
វាកំពុងតែធ្វើអីគេរាល់ជំហាននីមួយហើយយើងត្រូវតែអាចដឹងថាយើងអាចបញ្ឈប់វាបានដោយវិធីណានៅពេលដែលវាមានបញ្ហាហើយនេះក៏ជាមេរៀនមួយដែលក្រុមហ៊ុនធំជាច្រើនកំពុងនិយាយចិត្តទុកដាក់ដែរសូម្បីតែ OpenAI ហ្នឹងក៏មិនដឹងថាAI ខ្លួនឯងរត់ចេញពីគុកផងណាអញ្ចឹងអ្នកនរគ្នាទៅរំពឹងនេះទៀតហើយសម្រាប់អ្នកដែលគាត់សរសេរកូដមួយក៏ប្រើពពួក AI model ដែលជាប្រភេទ open model នៅលើ open search បើសិនជាយើង download model មកឬមកក៏បញ្ចេញពីខាងក្រៅមកយើងត្រូវតែប្រុងប្រយ័ត្នឲ្យមែនតើជាពិសេសការប្រើប្រាស់ទៅលើ access token យើងត្រូវតែចេះ rotate វាឲ្យបានទៀងទាត់ហើយកុំចេះតែ run code ណាឲ្យបានដែលយើងមិនទុកចិត្តណាទោះបីទុកចិត្តក៏ដោយតែយើងត្រូវតែចេះពិនិត្យមើលកូដរបស់យើងនៅក្នុងមានជាដៅយើងត្រូវតែដឹងថាកូដហ្នឹងវារត់ទៅណាត្រូវចេះ tracking ទៅលើ network ផងព្រោះអីមានករណីច្រើនមែនតើmalware អីហ្នឹងដែលរត់ទៅតាមកូដរបស់ហ្នឹងហើយកុំផ្ដល់ permission ឲ្យវាលើសពីអ្វីដែលវាកំពុងតែធ្វើការជាចុងក្រោយខ្ញុំចង់ប្រាប់អ្នកថា AI វាមិនមែនជាសត្រូវរបស់យើងទេសូម្បីខ្ញុំប្រើវារាល់ថ្ងៃដែរហើយខ្ញុំនៅតែបន្តប្រើវាធម្មតាទៀតខ្ញុំក៏មិនបានប្រាប់អ្នកនរនេះឲ្យតែឈប់ប្រើប្រាស់វាដែរព្រោះបច្ចុប្បន្ននេះ AI វាគឺជាឧបករណ៍ដែលមានអានុភាពខ្លាំងក្លាមែនទែនដែលវាអាចជួយសម្រួលដល់ការងារយើងបានច្រើនមែនទែនសូម្បីតែការផលិតមាតិកាមួយនេះក៏ខ្ញុំត្រូវការពឹងវាមកជំនួយខ្ញុំដែរប៉ុន្តែមិនមែនឲ្យវាសរុបលទ្ធផលឲ្យខ្ញុំទេគ្រាន់តែពឹងវាឲ្យជួយរកប្រភពឲ្យខ្ញុំដើម្បីធ្វើការបញ្ជាក់ឲ្យវាជួយសន្និដ្ឋានដើម្បីឲ្យខ្ញុំយកមកគិតខ្លួនឯងហើយខ្ញុំទៅស្រាវជ្រាវដើម្បីបូកសរុបបញ្ចូលគ្នាតែប៉ុណ្ណោះអញ្ចឹងទៅវាក៏អាចជួយពន្លឿនការងារយើងបានលឿនផងដែរប៉ុន្តែมันអាចពឹងទៅលើវាទាំងអស់បានទេហើយខ្ញុំសូមបញ្ជាក់អ្នកនរម្ដងហើយម្ដងទៀត AI វាគឺជាឧបករណ៍ដែលត្រូវតែរៀនប្រចាំថ្ងៃដែលมันអាចអត់បានពីព្រោះអីវាកាន់តែមានសក្តានុពលទៅហើយក្រុមហ៊ុនជាច្រើនដែលកំពុងតែអភិវឌ្ឍវាផងដែរដែលมันអាចមានថ្ងៃបញ្ឈប់វាផងដែរបើទោះបីជាវាមានផលប៉ះពាល់ច្រើនយ៉ាងណាក៏ដោយគេមិនបញ្ឈប់វាទេអញ្ចឹងអ្នកត្រូវតែរៀនប៉ុន្តែមិនមែនឲ្យយកវាជាមនុស្សការងាររបស់យើងទេយើងត្រូវតែប្រើវាដោយការទទួលខុសត្រូវនិងប្រុងប្រយ័ត្នខ្ពស់ Anyway ចំពោះប្រភពផ្សេងតាក់ទងជាមួយវីដេអូនេះខ្ញុំដាក់ដំណរ link នៅខាងក្រោមឲ្យសារវីដេអូយើងវែងពេកអាចង់វីដេអូនេះខ្ញុំមិនបានដាក់មុខតខ្លួននិយាយចង់វីដេអូយើងនឹងបញ្ចប់នៅត្រឹមនេះខ្ញុំនឹងប្រហែលជាអាចនឹងតភាគទៀតនៅពេលដែលចាំមើលថា OpenAI ហ្នឹងគាត់ចេញរបាយការណ៍តាក់ទងជាមួយ Technical ដែល model របស់គាត់រត់ចេញពីគុកហ្នឹងវាចេញដោយរបៀបម៉េចដើម្បីអាប់ដេតបន្តជូនអ្នកនរគ្នាទៀតនៅក្នុង1 2 3សប្តាហ៍នៅក្នុងពេលខាងមុខនេះហើយបើសិនជាបងប្អូនអត់បានធ្វើការ follow ខ្ញុំ subscribe ខ្ញុំនៅលើ YouTube ទេកុំភ្លេច subscribe ខ្ញុំម្នាក់មួយផងយើងនឹងជួបគ្នានៅវីដេអូបន្តទៀត